ជាងសិនកំពុងជួបវិបត្តិធ្ងន់ធ្ងរពេលនេះខ្ញុំត្រូវការដំណោះស្រាយស្ថានភាពវិបត្តិពេលនេះធ្ងន់ធ្ងរលើពីការស្មានបើនិយាយទៅមានតែផ្លូវស្លាប់ទេពួកយើងគ្មានកម្លាំងទប់ទល់ឡើយខ្ញុំត្រូវការវិធានការអ្នកនាងចាំសួស្ដីមានឯកសារមួយច្បាប់ឲ្យអ្នកនាងជួយខ្ញុំគ្មានប្រចាំលើបញ្ហានេះទេចាំសិនទៅអស់លោកសាតែជាបុគ្គលិកឆ្នាំរបស់ជាងសិនចេញពីជំនាញពាណិជ្ជកម្មកម្រិតខ្ពស់តែនេះក្រុមហ៊ុនស្ថិតក្នុងដំណាក់កាលស្លាប់រស់ចំណាយអស់លោកប្រាប់ខ្ញុំបានត្រឹមតែអង្គុយចាំស្លាប់អ្នកនាងចាំវិបត្តិហិរញ្ញវត្ថុសកលលោកវាយប្រហារគ្រប់ទីកន្លែងស្ថិតក្នុងដំណាក់កាលសំខាន់រាល់ក្រុមហ៊ុនទាំងអស់គ្រប់តំបន់រកឱកាសសហការជាមួយនឹងតាស៊ីជីងសឹងយើងជាក្រុមហ៊ុនធំជាងគេទើបក្រុមហ៊ុនធំ3រួមដៃគ្នាផ្ដួលម្ដងនេះយើងគិតបន្ទាប់ពីគ្រោះថ្នាក់ឡើយមានតែចាញ់គេហើយអត់ទេម្នាក់ណាអ្នកនាងចាំប៉ុណ្ណឹងមិនយកឡើងមកបានខ្ញុំនិយាយហាញតាកុំរំខានខ្ញុំគាត់រឿងប៉ុណ្ណឹងកិច្ចការតែអ្នកនាងយល់ថាសំខាន់ដល់ថ្នាក់លែងចង់មើលឯកសារក្នុងដៃខ្ញុំឧបមាធ្វើមុខជាមួយប្រទេសវាយប្រហារអគ្គនាយិការបស់ជីងសឹងគ្រប់ជាអនុរបស់ពិភពជាមួយស៊ូជើចាត់ទុកបញ្ហាតូចតាចជារឿងធំដុំអ្នកនាងយល់ដែរទេប្រហែលអ្នកណាលោកសម្រាប់ជួបកន្លែងប្រជុំលំដាប់ខ្ពស់និយាយសម្ដីខ្លប់ណាសម្ដីខ្លប់ខ្ញុំមិនហ៊ានទទួលគឺតែមិនគិតទៅខ្ញុំមានការងារបន្ទាន់ធ្វើទៀតគ្មានពេលច្រើនទេអ្វីដែលខ្ញុំចង់និយាយស្ដាប់ហើយកត់ត្រាបានច្បាស់បោះបង់ project លេខ3របស់ជីងសឹងទៅគុំធានទាំងអស់ដែលមានក្នុងដៃពេលទៅ project លេខ7ដែលជាប់ទុកចោលយូរបញ្ហាទាំងអស់គ្នាទើបអាចដោះស្រាយបាននិយាយតែប៉ុណ្ណាលោកដឹងទេ project លេខ3ចំណាត់ទុនច្រើនជាង1500លានត្រឹមសម្ដីលោកមួយម៉ាត់ដល់ជាមួយតាសៀការងារពាក់ព័ន្ធជាមួយ project លេខ7ជីងសឹងគ្មានទទួលបានផលអ្វីទេតែ project នេះពេញឈឺគ្រប់ចាប់អារម្មណ៍ខ្លាំងជាជំរឿនល្អបំផុតសម្រាប់អ្នកនេះពេលបានជោគជ័យជីងសឹងទទួលបានសមិទ្ធផលបែបណាខ្ញុំមិនចាំបាច់រៀបរាប់ច្រើនទេលោកគ្រាន់តែជាអ្នកដឹកជញ្ជូនឲ្យគេមានស្ដីមកនិយាយនៅទីនេះលោកសម្អាងអីអាចដឹងថាអ៊ីងសៀគ្រប់ចូលចិត្តអ្វីត្រូវដឹងថាអ៊ីងសៀគ្រប់ជាក្រុមហ៊ុនផ្ដាច់ការហិរញ្ញវត្ថុដ៏ល្បីឈ្មោះproject លេខ7ជាយុទ្ធសាស្ត្រស្វ័យសង្គ្រោះទាំងមួយរបស់ជីងសឹងបើសិនជាជោគជ័យមិនថាអ៊ីងសៀគ្រប់មានចំណាប់អារម្មណ៍យើងឬអត់តែជីងសឹងអាចមានឱកាសរស់ឡើងវិញបានអាចបោះជំនឿដល់មេខ្លាយជាអច្ឆរិយៈក្នុងពិភពជាមួយស្ថាប័នដែរអគ្គនាយកជីងសឹងយើងមានសង្ឃឹមវិញហើយអគ្គនាយកមិនได้ធ្វើចឹងទេលោកជាអ្នកណាគ្រាន់តែអ្នករកបញ្ញាគេអ្នកនេះចឹងរបស់នេះលោកជម្រាបសួរអធិស្ឋានខ្ញុំរវល់បញ្ញាគេមុនគួរពេលបន្តិចខ្ញុំទៅដល់ហើយបាទជម្រាបលាប្រធានសន្តិសុខចៅហ្វុងបាទប្រាប់ខ្ញុំគេឡើងបានរបៀបម៉េចអគ្គនាយិកាអ្នកដឹកជញ្ជូនបញ្ញារហ័សតាមពិនពួកខ្ញុំក៏រៀបរៀងគេដែរប៉ុន្តែបើស្មានថាសន្តិសុខយើងជាង30យ៉ាងមិនអាចខ្វះទាំងកៅអៅពីផងបានត្រឹមតែបាត់នៃមើលពីដើរចូលមកអាម្នាក់នោះវាដូចជាសត្វចម្លែកយ៉ាងចឹងអគ្គនាយិកាម្នាក់នោះប្រវត្តិមិនច្បាស់លោកគេគ្រាន់តែជាអ្នករត់បញ្ញារហ័សមិនយល់ពីមុខចំនួនលំដាប់ខ្ពស់ទេកុំទៅជឿសម្ដីគេអីពុំនោះទេគ្រោះថ្នាក់ធំអគ្គនាយិកាអ៊ីនជាគ្រប់ខ្ញុំដំណឹងមកចង់ដាក់ទុន5000រៀលជាមួយនឹង project លេខ7យើងជីងសឹងយើងជាក្រុមហ៊ុនទី1ដែលអ៊ីនជាគ្រប់ចង់រកទី1ម្នាក់ដែលសម្រុកចុះបន្ទប់ប្រជុំមុននេះនាំនៅភាពអច្ឆរិយៈដាំខប់វាមកឲ្យជីងសឹងយើងវាមិនអាចទេសឹកមកពីពេលនេះទៅត្រូវខំប្រឹងប្រែងទាំងអស់គ្នាមុនចុះបណ្ដោយខ្ញុំចង់ដឹងប្រវត្តិនិងកូនបានទៅម្នាក់នេះអត់បានបាទលោកសិលអ្នកតែពីធ្វើអីនៅក្នុងសន្តាគារស្គាល់គ្នាគាត់ជាប្តីខ្ញុំឈ្មោះសិនឆាទៅទេខ្ញុំស៊ីអ៊ីនជឺប្រចាំស៊ូចិនអគ្គនាយករងរបស់អ៊ីនជឺគ្រប់ប្រចាំស៊ូចិនអគ្គនាយករងមិនខុសទេឋានៈពួកយើងខុសគ្នាលោកប្រហែលជាមិនសូវយល់មានមនុស្សអត្តកម្មម្នាក់ជាអ្នកបង្កើតអ៊ីនជឺគ្រប់ក្នុងពិភពជាមួយទាំងនោះមានប្រភពហិរញ្ញវត្ថុឯករាជ្យខ្ញុំទទួលបានការចាត់តាំងពីបុគ្គលអត្តកម្មកាន់តំណែងជាមន្ត្រីជាន់ខ្ពស់របស់អ៊ីនជឺគ្រប់ខ្ញុំនិងអ៊ីនជឺស្គាល់គ្នាយូរមកហើយពួកយើងគ្រាន់តែពិភាក្សាមុខជាមួយគ្នាតែប៉ុណ្ណោះការចាត់តាំងមន្ត្រីជាន់ខ្ពស់ខ្ញុំទើបលើកទី1ម្យ៉ាងទៀតមានបញ្ហាអីទើបមកពិភាក្សាគ្នានៅក្នុងស្ថាប័នសិនឆាជីងតើណាឯងមិនសូវដឹងរឿងច្រើនកំកាត់ក្នុងមណ្ឌលជារឿងធម្មតាទេឧបមាដូចជាឯងគិតទីនេះមិនអាចពិភាក្សារឿងចំនួនខ្ញុំនឹងជិះជាពិភាក្សារឿងអីឯងស្ដាប់យល់ដែរទេនៅចំពោះមុខខ្ញុំកំកាត់ក្នុងមណ្ឌលមនុស្សមិនសូវដឹងរឿងគឺឯងទៅវិញទេចំណែកបញ្ហាចំនួនមិនហ៊ាននិយាយថាបានហើយសិនឆាកុំយកអារម្មណ៍នឹងកំណត់មកបញ្ចេញទីនេះខ្ញុំនៅអ៊ីនជើគ្រាន់តែសហការគ្នាបានថាតែក្នុងនាមជាប្តីអូនបងមានសិទ្ធិអធិភាពដឹងរឿងគ្រប់យ៉ាងបងដឹងមានប្រយោជន៍អីមិនមែនដើម្បីធ្វើមកហូបពួកយើងនិយាយរឿងចំនួននឹងដំណោះស្រាយបងជួយមិនបានទេជីកុំនិយាយចឹងយ៉ាងណាគេក៏ជាអ្នករត់បញ្ញារហ័សយកឯកសារមកដល់ទីដែរខ្ញុំនិយាយទៅខ្ញុំសុំទៅអ៊ីនជើរឿងសហការគ្នាលើកឡើងចាំនិយាយទីបងនិយាយហើយអូនមានការលំបាកអីបងជួយដោះស្រាយបានហេតុអីក៏អូនមិនជួយបងដល់សភាពបងពេលនេះឲ្យខ្ញុំជួយបងយ៉ាងម៉េចជួយបងដល់សភាពបងពេលនេះឲ្យខ្ញុំជួយបងយ៉ាងម៉េចប៉ុន្តែបងខ្ញុំមិនទាន់ឲ្យបងដូចជាស៊ីអ៊ីនជើខ្លាចជាមន្ត្រីលំដាប់ខ្ពស់ដែលមនុស្សអត់កំបាំងចាត់តាំងទេមិនប្រថ្លៃបងជួយខ្ញុំទេសុំតែបងធ្វើកុំឲ្យប៉ះពាល់ការងាររបស់ខ្ញុំសូម្បីប៉ុណ្ណឹងក៏ធ្វើមិនបាននេះស៊ីអ៊ីនជឺនិយាយតែម្ខាងគេគ្មានសិទ្ធិអំណាចអ្វីចំណែកបងគេគឺជាអគ្គនាយករងអ៊ីនជើប្រូចាំបងជាស្អីស៊ូជីតាមពិតចាំឆ្នាំនេះអូនមើលមកបងចឹងសភាពបងដូចពេលនេះខ្ញុំចាត់គាត់ដឹងច្បាស់ហើយខ្ញុំមិនចង់ឆ្លោះជាមួយនឹងបងទេរឿងនេះមែនហើយជប់នេះចម្រើនអាយុលោកតាអ្នកតែចូលរួមគ្រប់គ្នាខ្ញុំបានទិញបងជាមុនកុំនាំអារម្មណ៍នៅអត់មុតបងទៅចូលរួមកម្មវិធីនាំអាម៉ាស់គ្រួសារសូមអ
អាម៉ាជប់លៀងជប់នេះតាមពិតចាំឲ្យតកោស៊ូមានកិត្តិយស សិនឈើកុំឲ្យខ្ញុំអស់សង្ឃឹមចំពោះបងពេកយល់ទេ ជុំវិញរៀបចំការឲ្យខ្ញុំ លោកតាចាំក៏លោកតាអាយុយឺនយឺន ល្អអង្គុយចុះទៅហើយចុះសិនហើយចុះសិនលោកតាឲ្យអង្គុយហើយណាមានន័យបងស្រីខ្ញុំជូនកាដូឲ្យលោកតារួចហើយចុះទៅវិញ ជឿអីអញកុំនិយាយ បងស្រីមិនមែនពេលបងជួយនិយាយទៀតទេជប់នេះជប់លៀងចំដានអាយុលោកតាគេមកដៃទៅទេមិនទុកលោកតាក្នុងកែបភ្នែកសោះរឹកវាបែបហ្នឹងមិនសមឲ្យចូលមិនសមឲ្យអង្គុយទេចំនួនខ្ញុំឲ្យគេរៀបចំរួចហើយមិនយូរទេនឹងមកដល់ហ៎តាមពិតឲ្យគេរៀបចំរួចហើយនិយាយទៅមើលឲ្យអ្នករៀបចំឬមួយមិត្តភក្តិដឹកជញ្ជូនបញ្ញាហ៎ខ្ញុំចាត់ចែងណាហើយមិនសមឲ្យចេះដឹងទេស្ដាប់សម្ដីគេចុះឬលោកចាត់ចែងបុគ្គលល្បីល្បាញជួយរៀបចំបានហើយជីវីសិនឈើទៅអង្គុយនៅវត្តទ្វារទៅមិនក៏ នៅមានមុខសួរមិនចឹងទៀតបើកុំតែឯងនៅគ្រួសារស៊ូមិនចេះទៀនខ្មាស់កុំអីឈិនជារៀបការគ្រួសារអ្នកមានបាត់ហើយវិធីជប់នេះមិនដឹងជួយអស់ប៉ុណ្ណាទេហើយនៅកម្មវិធីដាក់សក់កក្រោះ អ្នកបដិក្មេងភ្លេចហើយ5ឆ្នាំមុនតកោស៊ូមិនទាន់មានឈ្មោះក្នុងសង្គមតបថ្ងៃទើបរបស់ជំនាញខ្ពស់បាត់គេមិនទាន់ទទួលស្គាល់គ្រប់គ្នាផងឥឡូវចង់ហៅគេមកចូលរួមក្នុងកម្មវិធីដូចជាអំណត់ខ្លួនឯងពេកទេ ស្ដាប់ឯងនិយាយចោះគ្រួសារស៊ូងើបពុកមាត់មើលតែមានពាក់ព័ន្ធជាមួយឯងចឹងយើងប្រាប់ឯងទៅចោះគ្រួសារស៊ូយើងចំណាយពេលវេលា5ឆ្នាំបោះជំនាញចូលលំដាប់អ្នកមាននៅស៊ូជើដោយសារតែឈិនជាមានសម្រាប់ពីកំណើតប៉ុន្តែតែខ្លួនឯងបើកុំតែបានដេញដូចឯងលទ្ធផលទេលើនេះទៅទៀតបានហើយទេចុះនិយាយទៅបាត់តែនិយាយយប់នេះបាត់តែធ្វើឲ្យគេស្គាល់ពីខ្លួនឯងឲ្យបានច្បាស់ លើមុខមហាជនស្រែកលោឡាតសពដៃទីសិនឈើយប់នេះយើងមិនចង់ដេញដល់ជាមួយឯងទេឯងទៅអង្គុយមាត់ទ្វារដល់ខ្លួនឯងទៅមិនចឹងទេអាចដើរចេញពីកន្លែងពិធីកុំឲ្យនាំអាម៉ាស់ដល់គ្រួសារស៊ូយើងអេនជាគ្រប់អញ្ជើញមកដល់ទីអេនជាគ្រប់ដឹកនាំប្រតិភូ3ឈ្មោះនៅស៊ូជើអបពិធីចម្រើនអាយុលោកចាស់ធំល្អជើងគួយជើង គ្រួសារស៊ូយប់នេះពិតជាមានកិត្តិយសធំធេងណាស់លោកម្ចាស់គួរសមពេកហើយខ្ញុំនឹងឈិនជាមិត្តចាស់ថ្ងៃនេះចម្រើនអាយុលោកម្ចាស់ធំខ្ញុំមកចូលរួមដើម្បីអបអរជូនជាជំនុំលោកម្ចាស់ធំលោកដឹងច្បាស់ហើយថាគ្រួសារសិនគឺជាគ្រួសារទី1របស់តាស៊ីអ្នកណាមិនល្បីឈ្មោះធ្លាប់លើថាឈូមីងជាមន្ត្រីអនុវត្តលំដាប់ខ្ពស់របស់អ៊ីនជាគ្រប់ក៏គ្រប់គេដែរគ្រួសារសិនពិតជាស្ដុកស្ដំតែមិនទាន់ចេញផុតពីតាស៊ីអ្នកដែលគ្រប់បន្តវិស័យជំនួយតែមូលគឺមានតែបុគ្គលមានហាសនាមហាសេនាខ្មៅគឺអ្នកប្រុសទី3គ្រួសារសិនមិនដែលបង្ហាញមុខអ៊ីនជាគ្រប់គឺគាត់ជាអ្នកជំនាញលើលោកនេះមានមនុស្សបែបនឹងដែរមែនទេ មែនហើយលោកតាសេនាខ្មាស់ម្នាក់នោះពិតជាមនុស្សចម្លែកនេះ លោកម្ចាស់ស៊ូខ្ញុំសំណាងធ្លាប់ជួបគាត់ពីមុនគាត់លើកខ្ញុំជាមន្ត្រីជាន់ខ្ពស់របស់អ៊ីនជាសប្តាហ៍អ៊ីនជាវាយលោកជំនួយខ្ញុំចូលដល់មុខឈិនជាបានសុំជំនួយដល់ផ្នែកសម្រាប់គ្រួសារស៊ូតម្លៃរាប់ពាន់លានអ្នកប្រុសស៊ីបានបុគ្គលចម្លែកនៅដំកើនអនាគតខ្ពស់សូមបានជំនួយរាប់ពាន់លានឲ្យពួកខ្ញុំជាកិត្តិយសធំធេងសម្រាប់គ្រួសារស៊ូមែនហើយមិនដូចជាអ្នកខ្លះបាយទឹកប្រើប្រាស់របស់គ្រួសារស៊ូទីបំផុតថ្ងៃចម្រើនទៅលោកតាក៏មកដោយដៃទៅទេមិនចេះខ្មាស់ទៀតមែនឯងសើចស្អី ខ្ញុំគេសើចឯងល្ងងខ្លាំងហើយសើចគេនិយាយសម្ដីខ្លប់ បានន័យថា អួតក្តាញ់ថាខ្ញុំលើកដំកើងអួតថាស្គាល់ខ្ញុំបានសុំជំនួយពាន់លានប៉ុន្តែពីមុនមកមិនក៏ខ្ញុំមិនដែរជួបឯង បើខ្ញុំគិតមិនខុសទេបានន័យថាឯងជាអ្នកប្រុសទី3តកោសឹមជន់ចំណៃនោះក្រំលោកម្ចាស់ធំមើលទៅខ្ញុំមកថ្ងៃនេះខាត់បងហើយតាមពិតអ្នកប្រុសទី3តកោសឹមល្បីឈ្មោះសេនាខ្មៅស្អីនោះនៅទីនេះសោះតាមមើលជំនួយរាប់ពាន់លានខ្ញុំគិតថាតកោស៊ូមិនត្រូវការទេតែមែនអ្នកប្រុសសិនលោកសេនាខ្មៅជាមនុស្សខ្ពស់មិនមែនឯងអាចបន្លំពីបានទេអ្នកបំរើឆាប់ដេញគេចេញព្រាមទៅគ្រួសារសិនមកដល់គ្រួសារសិនមានចំនួនគួយមរតកមួយឈុតអង្កាំមួយឈុតផ្ទះលំដាប់ពីជនមកខ្នងរថយន្ត Land Rover គ្រឿងវាសុទ្ធ50ដុំលុយសុទ្ធ10លានចំនួនច្រើនយ៉ាងនេះបុគ្គលជូនគ្រួសារស៊ូមែន គ្រួសារសិនអបអរចម្រើនអាយុលោកម្ចាស់ស៊ូ គ្រួសារសិន ជំនួយខ្ញុំម្ដងផង ចំនួនឯង ទេជំនួយថ្ងៃចម្រើនអាយុដល់ជំរាបចំជីបងធ្លាប់ប្រាប់អូនហើយយុគនេះបងផ្ដល់កិត្តិយសឲ្យគ្រួសារស៊ូអូនឃើញថានេះលោកម្ចាស់ធំជំនួយប៉ុណ្ណឹងតែពេញចិត្តដែរទេ អស់សំណើចណាស់ចំនួននេះគ្រួសារសិនជាអ្នកជូនមានអីពាក់ព័ន្ធឯងទៅ មិនពាក់ព័ន្ធនឹងខ្ញុំទេ មិនខុសទេបើឯងមានសមត្ថភាពជូនចំនួនប៉ុណ្ណឹងចាំបាច់អីស៊ីផឹកអត់ប្រយោជន៍5ឆ្នាំនៅតកោស៊ូពីតាមដល់ចប់ឯងគ្រាន់តែជាសម្រាមដែលរកតែប្រយោជន៍គ្មាន ចុះជំនួយទាំងអស់ បាន នេះ ជាមានអ្វីពាក់ព័ន្ធនឹងអ្នកប្រុសស៊ីពីគប់ជាមួយទាំងមូលមានតែអ្នកប្រុសស៊ីដែលមានតំណែងតំណងជាស្និទ្ធជាមួយគ្រួសារសិនបានអ្នកប្រុសទី3មានសេនាខ្មៅពេញចិត្តចំណែកឯងវិញបន្លំជាគេយកគុណសម្បត្តិឬមួយឯងគិតថាមានតកោសិនដូចគ្នាយកសាច់ឈាមជាមួយអ្នកជំនួយលំដាប់កំពូលជឿអីនិយាយមានហេតុផលអរគុណអ្នកស្រីស៊ី និយាយមានហេតុផលអរគុណអ្នកប្រុសស៊ីលោកម្ចាស់ធំយុគនេះពិតជាធ្វើខ្ញុំភ្លឺភ្នែកពិតមែន សិនឈើបងនិយាយពីអីហ្នឹងឆាប់សុំទៅលោកតាគ្នា ស៊ូឈុំជាពិតជាមិនយល់ការតបតែសោះជីចាំបាច់ធ្វើដល់ថាហ្នឹងអូនហើយនឹងបងមិនអាចអង្គុយនិយាយគ្នាតាមស្រួលទេ ច
ចបងវិញបងចង់អស់លោកដល់ពេលណា បងអស់លោកស្អី បង ទេ បន្លំជាអ្នកប្រតិបត្តិគ្រួសារសិនឯលើបន្លំចំនួនរបស់អញ្ចឹងក្នុងចិត្តបងរត់ពីសាច់ការអ្វីបន្តិចទេ បងមិនយល់សាច់ការមែនទេ ខ្ញុំប្រាប់បងតាំងពីដំបូងកុំឲ្យខ្មាស់គេក្នុងពិធីជប់លៀងគ្រួសារស៊ូតែបងវិញសំបីមិនគ្រប់ចាស់ទុំខ្ញុំទៅអត់ថែបងរួចហើយហើយតែក៏បងផ្អើលខ្ញុំអត់សង្ឃឹមដល់ហើយម្ដងទៀតខ្ញុំលែងភ្ញាក់ក្តីសង្ឃឹមដល់បងទៀតហើយយើងលែងគ្នាទៅសម្រាប់ផែនការ អ បន្ត គ្គនាយិកាបុរសដែលជួយសង្គ្រោះជីងសិនសឹកដឹងហើយគេឈ្មោះសិនឈើធ្វើការក្នុងក្រុមហ៊ុនដឹកជញ្ជូនជាគ្រួសារតកូលស៊ូនៅស៊ូជើប៉ុន្តែតកូលស៊ូមិនទៅពេញចិត្តគេចេះតែប្រមាថខ្លួនគេតែទៅផាត់គេចោល មិនស្គាល់របស់ល្អចាំមីងវាចាំកាត់តំព្រៀងពេទ្យគេហ៊ុនជីងសិនគ្រប់30%ហើយយកការស្កេនឃ្លៀខាងឈ្មោះជីងសិនទាំងអស់រួចធៀមឡានដឹកនាំប្រតិភូជនខ្ពស់ក្នុងជីងសិនគ្រប់សម្ដៅទៅគ្រួសារស៊ូ បាទអគ្គនាយិកា លេខនេះ ទៅហើយលែងគ្នាទៅតាមឆ្នាំហើយមិនថាខ្ញុំឬគ្រួសារស៊ូខ្លាចជាគ្រួសារអភិជននៅស៊ូចិនមានតែលោកមិនព្រមកែប្រែគ្មានការងារច្បាស់លាស់តែថាខ្លួនឯងអត់ចេះមានតែនំកាត់ពីបែរនំភាពអាម៉ាស់ដល់គ្រួសារស៊ូតែប៉ុណ្ណោះ មើលទៅ5ឆ្នាំមុននេះក្នុងគ្នារបស់ស៊ូឈិនជាបងគ្រាន់តែជំនួសបាននឹងទេ ត្រូវហើយគ្មានឯងគ្រួសារស៊ូកាន់តែរុងរឿង ហើយគ្រួសារស៊ូអាចមានថ្ងៃនេះគឺដោយសារតែបានខ្ញុំការពារអស់5ឆ្នាំ តែណាគ្រួសារស៊ូឡើងដូចថ្ងៃនេះចាំបាច់ឯងកាពីដែរ គ្រួសារស៊ូបាត់ណាលោកគ្មានសិទ្ធិនិយាយ5ឆ្នាំនេះគ្រួសារស៊ូចិញ្ចឹមលោកឲ្យលោកចាប់កម្មចេញពីគ្រួសារស៊ូលោកមានអ្វីទាំងអស់តំបន់ស៊ូចិនលែងមានអ្នកណាឲ្យតម្លៃលោកទៀតហើយហេតុផលប៉ុណ្ណឹងក៏លោកមិនយល់អ្នកដែលមិនយល់គឺជានាងទេ ជីងសិនគ្រប់អញ្ជើញដល់ មកគ្រួសារស៊ូដេញចោលមានភ្នែកអបស្រីអញ្ចឹងជីងសិងគ្រប់សុខចិត្តចំណាយពីអង្គ30%នឹងកោរណប់ទីជីងចេញទុកសិនទៅធ្វើស្អី ថាម៉េចលេងសាច់ចិត្តដឹងពីហ៊ុនជីងសិនគ្រប់30%តម្លៃរបស់គាត់ កោ ណា រណបទីជីងមានលំនៅឋានតាក់ខ្ពស់ប្រចាំស៊ូជើរឿងនេះ អគ្គនាយិកាយល់ច្រឡំតិចទៅអីយប់នេះមកគ្រួសារស៊ូដល់ពេលតែមនុស្សអត់ប្រយោជន៍ប្រដាក់នេះហ៎លោកម្ចាស់ស៊ូម្ចាស់សម្ដេច សូម្បីតែគេអត់ប្រយោជន៍ទៅហើយអញ្ចឹងគ្រួសារស៊ូមិនដឹងមានប្រយោជន៍អ្វីទៀតទេអគ្គនាយិកាបើគ្រួសារស៊ូមានកន្លែងលឹងនោះនិយាយត្រង់មកចាំបាច់យកគេមកសង្កត់គ្រួសារស៊ូតាមមកអ្នកនាងចូលច្រឡំហើយគ្រួសារស៊ូគ្មានសមត្ថភាពស្គាល់មនុស្សល្អក៏10ឆ្នាំទៀតក៏គ្មានដំណើរឲ្យជីងសិងគ្រប់ភាពសង្កត់ដែរជប់នេះខ្ញុំមកដើម្បីគេ អគ្គនាយិកាកុំចឹងអីគ្រួសារស៊ូសពថ្ងៃជាដៃគូរកស៊ីជាមួយអ៊ីនជាគ្រប់ទទួលចំនួនកាក់ក្រៅពីគ្រួសារស៊ុនខ្លាចជាគ្រួសារអភិជននៅស៊ូចឹងមិនទទួលចំនួនជីងសិនគ្រប់ទេគេជាកូនប្រសាចោលផ្សិតពីមិនគ្រប់គ្រួសារស៊ិនបន្លំជាអ៊ីនជាគ្រប់អស់លោកនៅទីនេះបានលើបានឃើញក្របណេតជីងសិនគ្រប់ចង់ធានាទេតាមមើលទៅចាំយកទុកដាក់ខ្លួនហើយ មែនទេអញ្ចឹងជីងសិងគ្រប់មិនអត់មកទៀតទេ សិនជើនិយាយទៅគ្រួសារស៊ូមានគុណចំពោះឯងថ្ងៃចម្រើនអាយុលោកណាឯងបែរជាគ្រប់ឯងនៅតែកើតពីសង្កត់គ្រួសារស៊ូក៏ពេលការជាមួយឯង5ឆ្នាំឯងសងគុំមកវិញបែបហ្នឹងគេនិយាយអួតថាគ្រួសារស៊ូមានគ្រប់យ៉ាងដូចថ្ងៃនេះកុំតែបានគេជួយ សំអាងលើគេពេលណាទៅគ្រួសារស៊ូមានមុខងើបមាត់កុំចេះតែថា តែនេះគឺជាមុខមាត់របស់គ្រួសារស៊ូក្រៅពីមានបានមែនទេ សិនឈើជប់នេះលោកមិនគាត់ឲ្យគ្រួសារស៊ូ ខ្ញុំក៏បីគ្រួសារស៊ូ ទៅយកដល់មនុស្សសិចិត្តកន្លះកន្លងទៅលោកប្របាក់គ្រួសារស៊ូបំពេញអ៊ីនជាគ្រប់ខ្ញុំលើកលែងឲ្យជប់ឲ្យតែលោកនោះអ្នកក្រៅអស់នេះនៅអ្វីគ្រប់យ៉ាងរបស់លោកចាក់ចេញពីគ្រួសារស៊ូពួកយើងមិនចង់ជួយច្បាស់ជាមួយលោកទេស្ដាប់បានទេអ្នកនេះស៊ូ ខ្ញុំអត់ប្រយោជន៍ទេអត់បានការគឺមានតែធ្វើឲ្យគ្រួសារស៊ូពិបាកនេះគឺជាអ្វីដែលមាននៅក្នុងគ្នារបស់ស៊ូឈិនជានេះហើយគ្រួសារស៊ូដែលខ្ញុំការពារអស់រយៈពេល5ឆ្នាំមុន បាន នេះ ហើយសិនឈើគ្រួសារស៊ូចិញ្ចឹមលោក5ឆ្នាំលោកគ្មានសិទ្ធិស្ដីបន្ទោសគ្រួសារស៊ូវិញទេ ឡបើស៊ូឈិនជាហើយនឹងតកូស៊ូបានដាក់ចិត្តទៅហើយនោះគ្រប់យ៉ាងរបស់គ្រួសារស៊ូគឺមិនពាក់ព័ន្ធនឹងខ្ញុំទេនោះទេសង្ឃឹមថាពេលដែលខ្ញុំចេញទៅកំសាយក្រោយសោះខ្ញុំនឹងបំពេញតាមបំណងជំនាញបើនេះទេរបស់គ្រួសារស៊ូលោកចៅវិជីកកយកជំនួយទៅវិញលោកចៅសិទ្ធិគ្រប់បាយ៉ាងដែលមាននៅក្នុងគ្រួសារស៊ូឆាប់ធ្វើតាមខ្ញុំប្រាប់ទៅចាំស្រាប់នេះគឺជាចំហរបស់ខ្ញុំសង្ឃឹមថាគ្រួសារស៊ូចង់ចាំនៅជាមួយនៅថ្ងៃនេះត្រូវចង់ចាំទុកឲ្យបានល្អកុំសោកស្ដាយសោះ សោកស្ដាយហ៎អ្វីដែលយើងសោកស្ដាយបំផុតមិនបានរៀបរៀងលោកស្រីធំទុកឲ្យអបបបាយឯងរៀបការជួយគ្រួសារយើងក៏ពេលវេលាឈិនជា5ឆ្នាំ 5ឆ្នាំមុនតកូស៊ូមិនទាន់ល្បីឈ្មោះទេសឹងតែត្រូវផាត់ចេញពីពិភពជំនួយនៅក្នុងគ្រួសារស៊ូមានតែឈិនជាម្នាក់ប៉ុណ្ណោះដែលបញ្ចប់ការសិក្សាតែអាចធ្វើការមានមុខតំណែងធំតែនេះពិបាកបោះជំហានទៅមុខជួបឧបសគ្គគ្រប់ពេលខ្ញុំតែបានការពារនេះរហូត ឯងកុំនិយាយអួតឲ្យសោះឯងក្រៅពីដាក់បាយបោកខោចេះធ្វើស្អីទៀតគ្រួសារស៊ូមិនខ្វះមេដោះទេ សិនជើព្រោះតែចង់បានមុខមាត់ប៉ុណ្ណឹងឯងខំនិយាយលើកដល់ការខ្លួនឯងខ្លាំងណាស់ប៉ុន្តែគួរស្ដាយយប់នេះតកូស៊ូដេញឯងចេញពីផ្ទះឯងគ្រាន់តែជាឆ្កែដល់ឲ្យខ្វល់តែប៉ុណ្ណោះ ហើយនេះខ្ញុំហើយគ្រួសារស៊ូផ្ដាច់ទៅនៅចំនួនគ្នាហើយ បើអើលោកចាស់សិនជើមិនស្គាល់ល្អស្រាប់មែនឯងបង្ករឿងដល់ដំណាក់កាលនេះហើយជិញ្ជាមិនដេញដល់រឿងត្រឡប់ទៅតែនេះឯងចេញពីទីនេះឯងមិនចាក់ខ្លួនកាន់តែបាក់ដៃដូច្នេះហើយបានជាជិញ្ជាគេអស់សង្ឃឹមចំពោះឯងខ្លាំង អ ណា ស់ ស់ សង្ឃឹមជារឿងរបស់គេសម្រាប់តែភាពលោកសិនអស់លោកគ្មានសិទ្ធិអ្វីសង្ស័យទេដូច្នេះសម្រាប់តែភាពរបស់គេមិនត្រូវការអ្នកណាមកបារម្ភទេចាំប៉ានេះខ្ញុំប្រើឈ្មោះជីងសិងគ្រប់សហការសពជាមួយលោកសិន អាការសារួមមួយនឹង ជាមួយលោកសិន សិនឈើខ្ញុំដឹងទង្វើទាំងអស់របស់លោកយប់នេះគ្រាន់តែចង់បញ្ជាក់កិត្តិយសលោកក្នុងគ្រួសារស៊ូតែកិត្តិយសត្រូវពឹងលើសមត្ថភាពខ្លួនឯងលោកបានត្រឹមតែឈរក្រោយខ្នងគេនិយាយអួតតែប៉ុណ្ណោះធ្វើអញ្ចឹងខ្ញុំកាន់តែគួរឲ្យចង់សាច់លោកខ្ញុំកាន់តែមើលងាយលោក ខុសហើយឈិនជាសមត្ថភាពរបស់ខ្ញុំនេះមិនអាចបោះស្មារបានទេអ្វីដែលនេះគឺគ្រាន់តែជាការយកឃើញតខ្លួនតែប៉ុណ្ណោះនេះដែរយកពីខ្ញុំទេនេះពិតជាមិនច្បាស់ទេភាពទូចរបស់នេះវាកើតឡើងជាយូរមកហើយ ហើយសិនជើក្នុងនាមជាប្រុសឯងមិនដឹងថាជិញ្ជាគិតពីអ្វីមិនអាចដល់អ្វីដល់នាងក្នុងនាមជាកូនប្រសានាំទុកដល់គ្រួសារស៊ូ5ឆ្នាំយកទុក2คนមនុស្សខោគៀបដូចជាឯងនិយាយប្រមាថអ៊ីនជាគ្រប់ម្ដងហើយម្ដងទៀតលោកម្ចាស់ស៊ូដល់ដំណាក់កាលនេះគួរតែគូបន្ទាត់ជាមួយគេអត់ច្បាស់ត្រូវហើយតា
អ្នកប្រុសស៊ីនិយាយទៅម្នាក់នេះនិយាយប៉ះពាល់ Inche Group ម្ដងជាពីរដងមានបំណងមិនល្អមើលមិនឃើញពីទង្វើល្អគ្រួសារស៊ូយើងចាំបំផ្លាញគ្រួសារស៊ូនិង Inche Group ហើយពិតជាមនុស្សចង្រៃមែនពីពេលនេះទៅអាណត្តិយើងម្ចាស់គ្រួសារស៊ូប្រកាសប្រាប់មហាជនសិនឈើនេះលែងជាពលភាសាគ្រួសារស៊ូទៀតហើយយើងដេញគេចេញយុទ្ធនេះតែម្ដងគេមិនពាក់ព័ន្ធជាមួយគ្រួសារស៊ូយើងទៀតទេជុំវិញមន្ត្រីប្រតិបត្តិការ Inche Group អញ្ជើញដល់ ជុំមីងអគ្គនាយក Inche Group បុគ្គលដែលមានតំណែងខ្ពស់អ្វីក៏មកដល់គ្រួសារស៊ូយើងទៅវិញឬមួយគេពិតជាលោកតាកុំចាប់បាល់អីតាមខ្ញុំដឹងគ្រួសារស៊ូអាចឈរជើងដល់សប្តាហ៍ថ្ងៃទី1ដោយសារគុណសម្បត្តិពីអតីតកាលទី2ដោយសារបងជំនឿមានសមត្ថភាពដោយឡែកបើសិនជាគេមានសមត្ថភាពគ្រប់គ្រាន់អាចខលហៅអគ្គនាយកមកបានចាត់ទុកគេជាសេនាខ្មៅទៅចុះតែបើគេជាបុគ្គលចំណែកមែននោះកុំអាននិយាយដល់មុខមាត់គ្រួសារស៊ូនិងសមត្ថភាពបងជំនឿសំអាងត្រឹមគ្រួសារស៊ូចិញ្ចឹមបីបាច់គេ5ឆ្នាំគ្រួសារស៊ូខ្លាចជាគ្រួសារអ្នកមានគ្រួសារស៊ូអាចអញ្ជើញអគ្គនាយកដែលមានតំណែងខ្ពស់មកបានមិនគួរខែពេកនោះទេមិនក៏ទេលោកសេនាខ្មៅអាចនឹងស្ទួយInche Groupបានចំណែកឯវិញពួតពេញមាត់ការពារតកោស៊ូជាង5ឆ្នាំហើយដើម្បីគ្រួសារស៊ូមិនមួយជំនាញដល់មេចាំបាច់ឯលើកដំកើងខ្លួនឯងតម្លឹងឬមួយគ្រួសារស៊ូគ្មានសមត្ថភាពឡើងជាជាងមិនរួចទេ គ្រួសារស៊ូ5ឆ្នាំមកនេះក្រៅពីគ្មានសមត្ថភាពហើយយកថាខ្លួនឯងអស់ចាអ្វីផ្សេងទៀតគឺធ្វើមិនកើតទាំងអស់កុំថាគ្មានសមត្ថភាពឡើងជាចឹងមិនរួចសូម្បីតែវាក៏មិនរួចផងហើយចំណែកឯឋានៈរបស់ខ្ញុំបន្តិចទៀតពេលដែលជួបវិញមកដល់ទុកឲ្យគេជាអ្នកនិយាយទៅចុះ ទុកឲ្យលោកឈូនិយាយហើយចាត់ទុកខ្លួនឯងជាសេនាខ្មៅមែនតាគុំយល់សពតែថ្ងៃអីលោកឈូមកយកនេះគឺព្រោះតែអ្នកប្រុសស៊ីទៅតែសេនាខ្មៅចាត់តាំងតែផ្ទាល់មិនពាក់ព័ន្ធជាមួយនឹងឯងទេលោកតាយកនេះអ្នកប្រុសស៊ីតំណាងឲ្យInche Groupសហការជាមួយគ្រួសារស៊ូនាំយកចំនួនគ្រួសារសិនមកទៀតលោកស៊ូមកតែផ្ទាល់ជាពេលដែលយកគ្រួសារស៊ូយ៉ាងណាមិនយល់ទេគ្រួសារយើងនៅកាន់តែខ្ពស់ល្អអ្នកប្រុសស៊ីទើបជាអ្នកមានគុណសម្រាប់បានជួបលោកម្ចាស់ស៊ូសរសើរពេកហើយគ្រួសារស៊ូប្រកែស្រាប់ជាជាមានសមត្ថភាពខ្ពស់ទទួលការពេញចិត្តពីInche Groupខ្ញុំគ្រាន់តែជួយវិញទុកបណ្ដោយទឹកតែប៉ុណ្ណោះ ដែលនាងស៊ូនៅក្មេងទទួលការពេញចិត្តពីInche Group ពិតជាមនុស្សដែលពូកែមែនបើនិយាយទៅតកោស៊ូគឺអាចល្បីឈ្មោះទូទាំងប្រទេសចិនមិនខានទេមកលើកការជួបគ្រួសារស៊ូសង្ឃឹមថាលោកម្ចាស់ស៊ូនៅនាងស៊ូថ្ងៃក្រោយជួយទំនុកបំរុងពួកខ្ញុំផងមកលើកការឡើងស៊ូជិញ សិនឈើឃើញហើយនៅគ្រូសាស៊ូគុំសមត្ថភាពទទួលបានការគោរពកោតសរសើរតតែបែបនេះតែគេទទួលស្គាល់អគ្គនាយកចេញពីដើមមកគ្រូសាស៊ូនឹងជាសិង្ហគ្រប់ខុសគ្នាឆ្ងាយណាស់ប៉ុន្តែអនាគតគ្រូសាស៊ូខ្ពស់ដល់កម្រិតកំពូលរឿងថ្ងៃនេះពួកយើងចង់ចាំទុកអ្នកនាងចង់ចាំទុកជារឿងរបស់អ្នកនាងទោះបីជាគ្មានInche Groupជាងសឹងនៅតែជាជាងសឹងនៅមានលោកសិនចំណែកគ្រូសាស៊ូច្រើនលោកសិនចេញពីផ្ទះបើសិនជាគ្មានInche Groupចាំមើលគ្រូសាស៊ូតែជាស្អីទៅវិញ បើគ្មានម្នាក់នេះគ្រួសារខ្ញុំនៅមានអ្នកប្រុសស៊ីនៅមានបងស្រីខ្ញុំថ្ងៃក្រោយគ្រួសារស៊ូកាន់តែរំលឹក គឺមិនអាចទៅវិញនោះទេព្រោះថាសរសៃចិត្តរបស់គ្រួសារស៊ូគ្មានវាសនារឿង គាត់ហើយអ្នកបម្រើប្រញាប់អូអាវ៉ាត់គ្មានកម្រិតនេះចេញក្រៅទៅទុកឲ្យទឹកភ្នែកយកឈូចុះសិនតកោស៊ូចិត្តធំមែនលោកឈូមកដល់ហើយឆាប់ទៅទទួល អគ្គនាយកមន្ត្រីប្រតិបត្តិInche Groupមកដល់មែនពួកយើងធ្វើជាថ្ងៃគេទីទីមកមានពាក់ព័ន្ធដល់យើងការប្រឹងប្រែងយើងច្រើនឆ្នាំ ជុំនេះក្រៅពីគេអ្វីផ្សេងមិនសំខាន់ទេ ក៏ប៉ុន្តែ ស្វាគមន៍លោកឈូ ស្វាគមន៍លោកឈូ ថ្ងៃនេះលោកឈូមកដល់ជាកិត្តិយសគ្រួសារស៊ូខ្ញុំណាស់ពួកខ្ញុំនឹងមិនធ្វើឲ្យលោកឈូខកបំណងឡើយកិត្តិយសគ្រួសារស៊ូ ត្រូវលោកដឹងស្រាប់ហើយជាមានសមត្ថភាពលើកទេអ្នកណាក៏ទទួលស្គាល់ជាជាងខាងក្នុងពិភពជាមួយស៊ូជើកម្លាំងគេម្នាក់ឯងដឹកនាំគ្រួសារស៊ូយើងឡើងកាន់តែខ្ពស់អនាគតអាចដឹកនាំគ្រួសារស៊ូខ្លាចជាដៃគូសហការល្អជាមួយInche Groupទៀត សមត្ថភាពលើគេទទួលស្គាល់គ្រួសារស៊ូមានថ្ងៃនេះពឹងលើនិស័យល្អលោកនិយាយទៅបើគុំតែអ្នកប្រុសស៊ីគ្រួសារស៊ូមិនអាចធ្វើធំដូចនេះទេអ្នកប្រុស លោក ស៊ី ឈូលោកនិងអ្នកប្រុសស៊ីស្គាល់គ្នាច្បាស់បើនិយាយទៅអ្នកប្រុសស៊ីជាមន្ត្រីលោកតាប់ខ្ពស់តែសេនាខ្មែរជួនជ្រែងតែផ្ទាល់ បងស្រីសេនាខ្មៅជុំជ្រែងគេទុកជាស្អីទៅដល់ថ្នាក់សេនាខ្មៅជុំជ្រែងលោកចង់ថាជាចេញជួបវិញមន្ត្រីប្រតិបត្តិInche Group សូមគោរពសេនាខ្មៅ សូមគោរពសេនាខ្មៅឆាប់ប្រឡងមក សេនាខ្មៅ មិនអាចទេគេជាសេនាខ្មៅ ដឹកស្មានពាក្យចចាមអារម្មណ៍គេលើគ្រប់គ្នាអ្នកប្រតិបត្តិសេនាខ្មែរInche Groupគឺគេសា លោកឈូលោកយល់ច្រឡំទេដឹងអីគេជាអតីតកូនភាសាស៊ូអ្វីក៏ជាស៊ូចង់ជាឋានៈជាសេនាខ្មៅមិនមែនលោកសង្ស័យស្អាតចិត្តទេខ្ញុំតែក៏ស៊ូមានផ្នែកអត់ប្រស័យគុំទៅបានសេនាខ្មៅការពារកុំឲ្យបាត់ឈ្មោះពីស៊ូជើយូរមកហើយមិនអាចមានមុខមាត់ដូចថ្ងៃនេះទេសូម្បីពិធីជប់លៀងថ្ងៃនេះក៏សេនាខ្មៅជាអ្នករៀបចំសម្រាប់គ្រួសារស៊ូកុំអីគ្រួសារស៊ូមានកិត្តិយសមកពីណាសម្រាប់គ្រួសារស៊ូទៅរួចដែរទេ អើលោកម្ចាស់ធំលោកឈូគ្រួសារស៊ូខ្ញុំច្រើនឆ្នាំមកនេះពឹងលើឈិនយាចាប់យកប្រកាសម្ដងបន្តិចគេឈ្មោះគ្រួសារស៊ូគុំតែបានអ្នកប្រងកុំអី ដំបូងឡើយគ្រួសារស៊ូមិនទាន់មានគេឈ្មោះក្នុងសង្គមស៊ូជាជាគ្មានបទពិសោធន៍មានស្គាល់ទេណាពឹងអ្វីធ្វើឲ្យគ្រួសារស៊ូបានជោគជ័យអ្នកមាននៅស៊ូជើពឹងសំណាងមនុស្សចំនួនមុនរាប់សិបឆ្នាំទម្រាំមានមុខមាត់ចូលក្នុងសង្គមហើយអ្វីគ្រួសារស៊ូមានជំនឿចិត្តពឹងលើស៊ូជាជាតែម្នាក់អាចប្រៀបធៀបជាមួយគេដែលមានបទពិសោធន៍រាប់សិបឆ្នាំដូចជាលើកបានគេពេញហើយប៉ុន្តែគ្រួសារស៊ូអួតថាពឹងសមត្ថភាពខ្លួនឯងប្រឡប់ក្នុងសង្គមខ្ញុំទុកឱកាសឲ្យពួកលោកដើម្បីបញ្ចេញសមត្ថភាពពួកលោកទៅចុះពួកលោកចាំស្ដាប់ចាប់ពីយប់នេះតទៅInche Group នឹងបញ្ចប់កិច្ចសន្យាជាមួយគ្រួសារស៊ូហើយចំនួនត្រូវយកទៅវិញរួមទាំង
ការដកការជួយជំជ្រែងចំពោះគ្រួសារស៊ូក្នុងរយៈពេល5ឆ្នាំនេះទៀតផងមិនបានកុំធ្វើចឹងអីមិនចឹងគ្រួសារស៊ូចាប់មិនខានទេមិនបានលោកជូរឿងគ្រប់យ៉ាងយប់នេះជាការយល់ច្រឡំ ជាការយល់ច្រឡំឈិនប្រហែលមកទៅពួកនោះពេលគ្រូសាស្ត្រស៊ូជើងរលីហើយ លោកពិតជាសេនាខ្មៅមែនទេ រឿងសំខាន់ទៀតហើយ សំខាន់ចឹងណាបើសិនជាលោកប្រាប់ថាលោកគឺជាសេនាខ្មៅគ្រួសារខ្ញុំនឹងមិនប្រមាថលោកទេខ្ញុំក៏មិន ខ្ញុំនិយាយឲ្យតែប៉ុន្តែស៊ូជឿនិយាយជឿដែរទេអ្វីដែលខ្ញុំនិយាយតែគ្រួសារស៊ូជឿដែរទេខ្ញុំថាបើសិនជាមានការលំបាកខ្ញុំអាចជួយនាងបានប៉ុន្តែនេះមិនជឿខ្ញុំទេខ្ញុំថាយប់នេះខ្ញុំនឹងផ្ដល់កិត្តិយសឲ្យគ្រួសារស៊ូប៉ុន្តែនេះជឿទេខ្ញុំប្រាប់ថាការពារគ្រួសារស៊ូ5ឆ្នាំគឺគ្រួសារស៊ូមានថ្ងៃនេះតែនេះជឿទេខ្ញុំថាសេចក្ដីនិយាយកុហកតែនេះជឿដែរទេឋានៈរបស់ខ្ញុំមិនអាចប៉ាន់ស្មានបានទេនេះជឿទេស៊ូជឿនិយាយនេះមិនអាចជឿចាក់ខ្ញុំម្ដងនោះទេក្នុងការភ្លេចនេះគឺមានតែមនុស្សថែនឹងភាពអាត្មានិយមទោះបីជាខ្ញុំនិយាយច្រើនប៉ុណ្ណាក៏ដោយក៏មិនអាចផ្លាស់ប្ដូរនាងបានដែរហើយទោះជាការពិតលាតត្រដាងនៅចំពោះមុខព្រោះតែកម្មដំបូងរបស់នាងគឺត្រឹមតែសង្ស័យនៅលើខ្ញុំតែប៉ុណ្ណោះឯងអញ្ចឹងតានេះមានសិទ្ធិស្អីមកបន្ទោសខ្ញុំទៅហើយដូច្នេះហើយរឿងទាំងអស់នេះនាងមិនអាចបន្ទោសខ្ញុំបាននោះទេ ទេមិនមែនចឹងទេខ្ញុំគ្រាន់តែចង់ឲ្យលោក នាងចង់បានអំណាចចង់បានឋានៈចង់ឲ្យគ្រួសារស៊ូឈរនៅលំដាប់ខ្ពស់ចង់ឲ្យមនុស្សគ្រប់គ្នាគោរពនេះគឺជាអ្វីដែលគ្រួសារស៊ូចង់បានខ្លាំងណាស់ប៉ុន្តែអ្នកណាទៅដឹងទៅថារបស់ដែលនៅចំពោះមុខខ្ញុំនេះវាគឺជារបស់ក្តៅក្រហាយវាគ្មានន័យអ្វីទៀតទេពិតជាគ្មានន័យមែនរឿងដល់ដំណាក់កាលនេះទៅហើយគ្មានអ្វីដែលត្រូវនិយាយទៀតទេបើចប់ត្រឹមនឹងទៅចុះគិតមើលតែខ្លួនឯងទៅខ្ញុំអត់ឲ្យនិយាយហើយក ុំអីសិនឈើទូចណាអាចជាកូនប្រសាគ្រូសាស៊ូមានបញ្ហាអីនិយាយគ្នាតាមស្រួលទៅណា គុំភាសានិយាយគ្នាក្រែងថាគ្រួសារស៊ូបើគ្មានខ្ញុំកាន់តែរុងរឿងនោះអីក្រែងថាបើគ្មានខ្ញុំស៊ូជាកាន់តែមានលទ្ធផលល្អនោះអីនៅពេលនេះខ្ញុំមកពេញបំណងឲ្យហើយតើ ខ្ញុំគ្រាន់តែលេងសើចតើមិនមែនជាការពិតទេកុំគិតច្រើនអីណា សិនឈើទោះបីយ៉ាងណាពួកយើងរស់នៅជាមួយគ្នា5ឆ្នាំដែរ ក្រោយពេលដែលលោកស្រីជុំស្លាប់បាត់ទៅគ្រួសារស៊ូធ្វើដាក់ខ្ញុំចំណេញខ្លះស៊ូជុំយិគឺដឹងច្បាស់នៅក្នុងចិត្តគុណរបស់គ្រួសារស៊ូខ្ញុំសអស់ហើយត្រូវចាំឲ្យបានច្បាស់ក្នុងយុគនេះស៊ូជុំយិលោកគឺជាអ្នកដែលដឹងខ្ញុំចិត្តពីក្នុងគ្រួសារស៊ូខ្ញុំគោរពតាមការសម្រេចរបស់លោកទៅចុះគឺចាប់តាំងពីយប់នេះតទៅសិនឈើខ្ញុំនិងគ្រួសារស៊ូដូចគ្នាហើយគឺគ្មានអ្វីពាក់ព័ន្ធជាមួយនឹងគ្នាទៀតនោះទេជុំវិញតែយើងបាទ នេះកុំអានទៅអាយ៉ា ពិតជាមនុស្សស្មានសតថាអានេះគូភាសាម្នាក់នេះជំនួសលើឈ្មោះតាពីចចាំអារម្មណ៍លេខតែមើលមិនដឹងពិតមែនគ្រួសារស៊ូអាលីហើយ ស្កត់ដល់ទៅវិញយើងតោះ គាត់មើលទៅគេមើលទៅយើងគ្រួសារគេនេះ អនាគតតកូស៊ូអាចនឹងឡើងខ្ពស់កប់បំពើសម្លេងនេះខ្ញុំមិនចាំទៅខ្ញុំចាំមើលថ្ងៃនោះម្ដង ពុនស្គាល់មនុស្សល្អ បានសេនាខ្មាំងការពី5ឆ្នាំលទ្ធផលបានតែប៉ុណ្ណឹងពិតជាមានសមត្ថភាព គ្រួសារស៊ូដែលមនុស្សល្អចេញពីផ្ទះដល់ខ្លួនឯងឃើញទេពួកឯងនឹងយុគនេះធ្វើបានល្អខ្លាំងណាស់សំទេនេះណាបាត់បងឯងនឹងឯងបបផ្លាយគ្រួសារស៊ូលោកចាស់លោកជឿថាម្នាក់គ្មានការងារធ្វើច្បាស់លាស់ហ្នឹងពិតជាសេនាខ្មៅទៅមែនប្រហែលនាទីមុននេះខ្ញុំទប់ទទួលដំណឹងថាសេនាខ្មៅនឹងលោកម្ចាស់ឈូនៅតាមផ្លូវទៅទីជីងតែពួកខ្ញុំនិងបងប្អូននៅទីជីងកំពុងតែរៀបចំទទួលដំណើរពួកគេថាម៉េចសេនាខ្មៅប្រហែលថ្ងៃមុននេះបានដំណឹងពីអឺរ៉ុបខាងកើតអ្នកនាងលីងមកវិញហើយ មកវិញហើយ ហាក់ដូចជាប្រកាសខាងណាចូលដល់ព្រំដែនយុគនេះខ្ញុំយល់ថាគាត់ដូចជាលះបង់តម្លៃគ្រប់យ៉ាងតាមរបប គេដឹងថាខ្ញុំនៅស៊ូជើ ខ្ញុំនៅស៊ូជើនេះខ្ញុំឲ្យគេបាត់ទៀតខ្ញុំតែប្រើឈ្មោះរៀបចំពិធីជប់លៀងទទួលនោះនៅចេញគ្រប់អ្នកជំនួយដើម្បីឈ្មោះមកចូលរួមគោលបំណងដើម្បីបន្លប់ស្ថានភាពតែជាវិធីច្បាស់បានតែខ្ញុំយល់ថាបើនាងរកលោកមិនឃើញនៅទីជីងនាងច្បាស់ជាតាមរបបដល់ស៊ូជើ ធ្វើចឹងសិនទៅអាចលែកបានប៉ុណ្ណាលែកប៉ុណ្ណឹងសិនទៅនាងទូចនេះបើគេចង់ធ្វើហើយអ្នកណាក៏រៀនមិនបានដែរ តែមានរឿងមួយទៀត រឿងអីនិយាយទៅ អគ្គនាយិកាជីសិនដើរឈរពិភាក្សាជាមួយលោកមិនមែនមកពីស៊ូជើទេមកពីហៃសិននៅខាងលើស៊ូជើវាជាអ្នកនាងធំគ្រួសារចាំឈ្មោះថាចាំសិន ហើយសិនគ្រួសារចាំង សេនាខ្មៅនឹងលោកជូនៅតាមផ្លូវទៅទីជីងឪពុកខ្ញុំអាចធ្វើជាសាស្ត្រីរឿងនេះខ្ញុំមិនខកទេលោកចង់ថាសិនឈើថ្ងៃនេះនិយាយកុហកគ្រាន់តែសុទ្ធអុយយើងទៀតមិនខុសទេលោកឈូដែលគេហៅមកគ្រាន់តែជាមនុស្សបន្លំឈ្មោះតែប៉ុណ្ណោះចំណែកសិនឈើដាច់ខាតមិនមែនជាសេនាខ្មៅទេ ប៉ុន្តែយុគនេះអ្នកមុខអ្នកការជួបជុំគ្នាក្នុងគ្រួសារស៊ូយើងសិនឈើហេតុអីខាងគុំសហនិយាយខ្លួនឯងថាជាសេនាខ្មៅឬនេះណាបើសិនសបផ្សាយចេញទៅក្រៅវាច្បាស់ជារក្សាជីវិតលេខ ខ្ញុំចង់សួរលោកស្រីធ្លាប់ជួបសេនាខ្មៅនៅអគ្គនាយកឈូដែរទេ ខ្ញុំមិនណាដៃជួបនោះ ចុះលោកចាស់ធំគ្រួសារស៊ូមានឈ្មោះត្រឹមស៊ូជើមានសិទ្ធិឯណាជួបមនុស្សដែលល្បីឈ្មោះតែពីរអ្នកនោះទៅអញ្ចឹងទៅហើយគ្រួសារស៊ូមិនធ្លាប់ជួបអ្នកមុខអ្នកការដែលមកចូលរួមក៏ដូចគ្នាដែរសិនឈើចាប់ស្នាក់បានtrongចំណុចនេះអ្នកចូលរួមគ្មាននរណាម្នាក់ធ្លាប់ជួបសេនាខ្មៅផងទើបគេបង្ហើបអង្អាត់ចំណែកខ្ញុំមានសេនាខ្មៅចាត់តាំងបើគេជាសេនាខ្មៅមិនមែនរឿងអីខ្ញុំចំណាំគេបានអញ្ចឹងវាធ្វើជាស្រែកប្រកបខ្លាំងមិនក៏ទេរឹកមិញនៅស្ថានភាពវាខ្មាស់គេណាស់បើទុកខ្ញុំនឹងជិះរឹកគេចង់បានមុខមាត់មកវិញមិននឹកស្មានថាលោកម្ចាស់ធំដេញគេចេញពីផ្ទះចេញពីគ្រួសារស៊ូវាគ្មានកន្លែងចូលទៅដូច្នេះហើយទើបវាធ្វើតតែឈ្នះបន្លំធ្វើជាសេនាខ្មៅរួមដៃនឹងអ្នកក្រៅមិនតាមយកចំនួនដែលគ្រួសារសិនជូនគ្រួសារស៊ូតាមដែលខ្ញុំដឹងចំនួនទាំងអស់នោះមានតម្លៃខ្លាំងណាស់គ្រប់គ្រាន់នឹងឲ្យវាចាយអស់មួយជីវិត អាចថ្ងៃនេះវាលេងតកូនស៊ូយើងហាញតើចំនួនតម្លៃរាប់រយលាន សិនឈើបងចង់ធ្វើអញ្ចឹងទេ បងស្រីដល់ពេលនេះទៅហើយបងនៅតែមិនយល់មនោសញ្ចេតនាអាងបងបាយនោះទេជីជីនាងគិតតែស្រួលចាំឆ្នាំនេះគេនាំការរបស់ដល់នាងថ្ងៃនេះគេធ្វើឲ្យនាងអាម៉ាស់នៅចំពោះមុខមហាជនប្រុសបែបហ្នឹងមានតម្លៃអ្វីឲ្យនាងគិតគេទៀត អាចថ្ងៃ
លោកយើងខំចិញ្ចឹមវា5ឆ្នាំវាបកតាមមកបង្ហាញគ្រួសារជាងវិញ រឿងនេះមិនអាចទៅជប់ត្រឹមនឹងបានទេត្រូវតែអបកវាយកមកបានហើយកិច្ចការសំខាន់ត្រូវស្ដាប់គេឈ្មោះតកូលយើងវិញមករឿងនេះសោកស្ដាយជាក្រៅទៅគេសើចចំអកយើងមិនខានទេតើពួកឯងទាំងអស់គ្នាដឹងដែរទេ លោកម្ចាស់ធំនិយាយទៅ បញ្ជីកក់20,000រៀលមុននេះលោកម្ចាស់ធំកុំបារម្ភបាត់តែបញ្ជីកក់ដែលខ្ញុំនាំមកត្រូវគេបំផ្លាញចោលប៉ុន្តែគ្រូសាស៊ូនៅតែជាដៃគូសហការរកស៊ីជាមួយនឹងអ៊ីនជាគ្រប់ខាងឯងអ៊ីនជាគ្រប់នៅសមាគមជាមួយទាំង4នឹងរៀបចំពិធីវិនិយោគថ្ងៃនោះគេទៅជួយខ្ញុំយកបញ្ជីកក់នោះមកវិញមកពេលនោះគ្រូសាស៊ូមានមុខបត់ឡើងវិញក្រោមកខ្សែភ្នែកអ្នកជំនួយទាំងអស់មិនខានអរគុណណាស់ប្រុសលោកម្ចាស់ធំមិនចាំបាច់ធ្វើសំទេយ៉ាងណាសមិទ្ធផលទាំងអស់នេះជាជាពឹងលើសមត្ថភាពខ្លួនឯងជាអ្វីដែលសិនឈើនិយាយថ្ងៃនេះកុំទុកនៅក្នុងចិត្តអីវាគ្រាន់តែជីកគប់ចម្លងអូទើបជាយើងស្ដីបន្ទប់នេះកុំបារម្ភអីឲ្យតែមានខ្ញុំនៅអនាគតនេះគ្មានតែកំណត់ទេអ្នកតំណាងសមាគមជំនួយយកស្អែកនឹងបដស៊ូជើស្នាក់នៅអ៊ីងហៃបដសំសិនជានាងទៅជាមួយខ្ញុំមកជើងពួកយើងអាចឆ្លប់តំណែងជាមួយ អ្នកប្រងគិតគូរដឹកដល់មែនជឿសមត្ថភាពឈីជាជួយជុំជ័យដល់ឈីជាអ្នកប្រស៊ីទៅជាមនុស្សគួរមកគ្រួសារស៊ូមុនគេជាមនុស្សគួរនៅក្បែរឈីជាឆាប់យល់ព្រមទៅ ចាសិនឈិនថ្ងៃណាមួយខ្ញុំនឹងដឹកនាំគ្រូសាស៊ូឈរនៅកំពង់ភ្នំតែលោករកខ្លួនច្រឡំក្នុងរហូតមិនអាចបញ្ជូននៅក្បែរខ្ញុំបានទៀតទេ សេនាខ្លាំងជីងសង្គ្រប់នៅតែបញ្ជូនពេទ្យព្រមព្រៀងទេពីហ៊ុននិងកូនសោកក្រុមរបស់ឲ្យទៅវិទ្យាខ្ញុំប្រកាសទេគឺចាំមកបាទតាមការស្រាវជ្រាវចាងវ៉ានីងអគ្គនាយិកាជីងសង្គ្រប់ជាកូនស្រីលោកស្រីលីងប៉ុន្តែលោកស្រីលីងស្លាប់តាំងពី3ឆ្នាំមុនសង្ស័យពាក់ព័ន្ធនឹងដើមសិទ្ធជាមួយគ្រួសារចាងអញ្ចឹងតាខ្ញុំយល់ថាតំណែងអ្នកនាងចាងនៅក្នុងគ្រួសារចាងខ្ញុំខ្លាចតែគេក៏ដឹងដែរអញ្ចឹងបានជាគេដល់សុខចិត្តតែម្នាក់ឯងគេចំណាយពេល5ឆ្នាំកសាងជីងសង្គ្រប់ឡើងដល់កម្ពស់ពិភពជំនួយស្វែងហើយគេនៅស៊ូជីជាមិនដូចគ្នាទេសមត្ថភាពអ្នកនាងចាងខ្លាំងហាក់ដូចចង់ពឹងកម្លាំងតែម្នាក់ឯងតតាំងជាមួយគ្រួសារចាងចរិតកាប់ដូចជាល្មីងលីងកាពីមុនពិតមែនបាទប៉ុន្តែទោះជាយ៉ាងណាគ្រួសារចាងជាគ្រួសារដែលមានចំនួនចាស់មានគ្រឿងរឹងមាំល្អហើយទោះជាជីងសង្គ្រប់ឡើងដល់កម្ពស់នៃស៊ូជ័យតែពេលជាមួយគ្រួសារចាងខុសពីយ៉ាងណាជីងសង្គ្រប់រហូតដល់ពេលនេះទើបតែ5ឆ្នាំទេបាទខ្ញុំចាំមិនខុសទេប្រហែលថ្ងៃទៀតត្រូវរៀបចំពិធីវិពណ៌វិនិយោគហើយត្រូវហើយពេលជាគ្រប់ឈប់សហការជាមួយនឹងគ្រួសារស៊ូលុបកិច្ចសន្យាគ្រប់យ៉ាងគោលបំណងវិនិយោគលើកនេះដើម្បីស្វែងរកដៃគូរកស៊ីមានសក្តានុពលជាមួយជីងសង្គ្រប់ផងយ៉ាងណាក៏ជាកូនស្រីល្មីងលីងដែរបើគ្មានល្មីងលីងទេខ្ញុំក៏គ្មានថ្ងៃនេះដែរខ្ញុំយល់ហើយម្យ៉ាងទៀតសមាគមពាណិជ្ជកម្មទាំង4នៅហៃសិនចាប់តាំងឈិនជីនជឺជាមេជាមួយស៊ូជើធ្វើជាអ្នកតំណាងអញ្ជើញលោកទៅជួបជុំនៅសាលអសរពេញហៃតើគួរបដិសេធដែរទេថាម៉េចអញ្ជើញខ្ញុំទៅពេញហៃឲ្យគេចូលមកលោកសេនាខ្មៅលោកឈូមានការនិយាយត្រង់ប្រធានសមាគមពាណិជ្ជកម្មទាំង4នៅហៃសិនមកដល់ស៊ូជើជប់ស្អែកពួកគេរៀបចំពិធីវិនិយោគលើកដំបូងរបស់ខ្លួនមុនការមកដល់ម្ចាស់សមាគមទាំង4ចង់ជួបមុខលោកសេនាខ្មៅនេះជាលិខិតជឿខ្ញុំទទួលបញ្ជាឲ្យកក់សាលទិញឲ្យលោកដាក់ខ្ពស់លើក្នុងសាលសន្និសីទសង្ឃឹមថាលោកនឹងផ្ដល់កិត្តិយសទៅចូលរួមផងចុះសូមអរគុណបានគាត់រីករាយណាស់ដែលលោកទទួលការអញ្ជើញពីខ្ញុំជាកិត្តិយសដ៏ធំធេងណាស់ស្អែកពេលលោកទៅដល់សាលសន្និសីទអ៊ីងហៃកុំភ្លេចដាក់ទៅមកខ្ញុំនឹងទទួលលោកយ៉ាងដិតដល់ទីបានដល់លោកហើយអគ្គនាយិកាកិច្ចព្រមព្រៀងទេពីហ៊ុននឹងកូនសោកក្រុងរណបទីជីងដែលយើងបញ្ជូនទៅគេបញ្ជូនមកវិញហើយ បើគេមិនទទួលបំណងល្អរបស់យើងរហូតយើងគិតយ៉ាងម៉េចទៅ បើគេមិនទទួលបំណងល្អយើងរហូតយើងគិតយ៉ាងម៉េចទៅ គិតយ៉ាងម៉េចទៅគេ គេជាសេនាខ្លាំងមានឋានៈខ្ពង់ខ្ពស់បើគេចាប់អារម្មណ៍ជាមួយយើងអាចឡើងខ្ពស់ជាងនេះដូច្នេះការសន្យារបស់យើងជាមួយគ្រួសារចាង ឯងយល់ថាយើងសំអាងអ្វីតែទទួលបានការចាប់អារម្មណ៍ជ្រុំជ្រែងពីគេជាសេនាក្មេងមិនថាទាំងអំណាចទាំងឋានៈចង់បានអ្វីក៏បានកូនហ៊ុនយើងពីលើដល់ក្រោមមានអ្វីដែលតាក់ទាញចិត្តគេទៅ សក្តានុពលជាងសង្គ្រប់និងសមត្ថភាពអ្នក ជាង មាន សង្គ្រប់មានសក្តានុពលខ្លាំងប៉ុណ្ណាក៏មិនអាចឈ្នះអេងឈៀងគ្រប់សម្រាប់សមត្ថភាពខ្ញុំក៏គ្មានអ្វីអស្ចារ្យសម្រាប់គេដែរទោះខ្ញុំមិនទទួលស្គាល់តែនៅក្នុងការផ្លេសសេនាក្មេងអ្វីដែលខ្ញុំធ្វើទាំងអស់នេះគឺគ្មានអ្វីទាល់តែស៊ី ចឹងយើងមិនបាច់ធ្វើអ្វីទាំងអស់មែនទេ មិនមែនទេឱកាសនៅចំពោះមុខមានហេតុផលអ្វីត្រូវបោះបង់ចោលព្រោះថាម្ដងនេះយើងបដូរវិធីសាស្ត្រកាន់តែលេចធ្លោជាងនេះ ខាងជប់គ្នាយូរហើយគូតំណែងរបស់ខ្ញុំ ខាងជប់យូរហើយអ្នកបងချင်း ហើយអញ្ចឹងធ្វើមើលតែជាអ្នកក្រៅអញ្ចឹងការហៅរបស់នាងពួកយើងទៅពីគូតំណែងស្នាជានេះ តែយើងចេះបើគូស្នេហ៍អ្នកបងချင်းផ្សេងទៀតស្ដាប់លឺគេមិនសប្បាយចិត្តទេម្យ៉ាងទៀតតែសន្យាយើងទៅពីទៅអត់នៅមិនតាមដល់ទេ ទាំងអស់គ្រាន់តែជារបស់ដល់តែឯងឬវាមិនអាចប្រៀបស្មើជាមួយនឹងស្រីខ្លាំងពីភពជំនួយស៊ូជើដែលជាត្បូងពុជសតឆាយរបស់គ្រួសារចាងទេហើយសម្រាប់ចំណងមង្គលនាងនិងខ្ញុំកុំគិតសោះថារកបានដល់កូនប្រសាទកូនស៊ូដែលបន្លំធ្វើជាសេនាខ្មៅនោះ សង្ឃឹមចឹងចុះ ការប្រយុទ្ធមិញនេះកូនស៊ូដេញកូនប្រសាទចេញព្រោះអុកលោកពិធីចម្រើនអាយុហើយតាមខ្លួនជាសេនាខ្មៅនាងចាក្រែងការប្រយុទ្ធមិញនៅដែរតែមែនទេ អ្នកបងချင်းពូកែតាមបានជិះមែន ជំនាញរបស់នាងគួរចង់ស្ដាយណាស់បើតាមគេដឹងសេនាខ្មៅមិនដែលបង្ហាញមុខពិតនោះទេនាងតែគិតថាឆ្លៀតឱកាសនេះចង់អូសទាញកូនប្រសាទកូនស៊ូឲ្យគេបន្លំខ្លួនធ្វើជាសេនាខ្មៅដើម្បីដាក់គំនិតគ្រួសារជីងខ្ញុំតែនាងមានដឹងទេយប់មិញនេះសេនាខ្មៅពិតប្រាកដបង្ហាញខ្លួននៅទីជីងហើយចូលរួមពិធីជម្លៀងជាមួយស្ថិតទីជីងទៀតផងនាងបានចេញពីហៃសិនដើម្បីគេពីការគ្រប់គ្រងរបស់គ្រួសារចង់បញ្ជាក់ថាពួកគេសមត្ថភាពនាងតែម្នាក់ក៏អាចតទល់ជាមួយនឹងអ្នកជំនួយដូចគ្នាបានដែរជីងសង្គ្រប់អាចរីកចម្រើនបានប៉ុណ្ណេះសមត្ថភាពរបស់នាងពិតជាមិនអន់នោះទេថ្ងៃក្រោយនាងអាចបង្កើតឪពុកម្ដាយបានដែរហើយប៉ុន្តែកំណត់ពេល5ឆ្នាំដល់ហើយណានាងគ្មានពេលច្រើនទៀតនោះទេរឿងមកគប់ការចង់គេទៅណាក៏គេមិនផុតដែរគ្រួសារចាស់របស់នាងបើសិនជាមិនបានជីងសង្គ្រប់ជួយទេគឺមិនកើតទេតែកូនប្រសាទកូនស៊ូក៏ជួយបានដែរ ជិះចាក់ដំណឹង ប្រកាសជាចឹងហើយពេលនេះគ្រួសារជារងងជាគ្រួសារចាស់គ្រួសារចាស់ខ្ញុំត្រូវឲ្យខ្វល់នាងក៏ដូចគ្នាដែរដូចជាគូដំណឹងខ្ញុំតាមស្រួលទៅរកធ្វើជាគូដំណឹងរបស់ខ្ញុំតាមស្រួលទៅទៅជាប្រយោជន៍របស់គ្រួសារទាំងពីរយ៉ាងម៉េចដែរ
គ្រួសារឈីបដាគ្រួសារចាញ់ឈីបដាបានដូចគ្នាគ្រួសារចាញ់មិនមែនគ្រួសារឈីមិនចាំបាច់បញ្ជាក់ដើម្បីខ្លួនឯងបានទេណាទេជាងសឹងគ្រប់គឺជារបស់ខ្ញុំតែម្នាក់ចំណែកគ្រួសារចាញ់ក៏ជាគ្រួសារចាញ់ខ្ញុំតែម្នាក់ដែរ ក៏ប៉ុន្តែនេះគ្មានពេលវេលាទៀតនោះទេចាំងវ៉ាន់នីនេះគឺជាវាសនារបស់នាងហើយរំម្នាក់ដែលចង់ជុំជ្រែកនាងនោះឈ្មោះថាសិទ្ធិមែនទេចៅមកសិទ្ធិអត់ប្រយោជន៍ដែរនេះរំតែសម្ដីជាមួយម៉ាត់ក៏អាចកាត់ផ្ដាច់ជីវិតគេបានដែរបើចង់ឡើងព្រឹងពីមនុស្សបែបនេះគួរតែគិតឲ្យបានច្បាស់ទៅចាំងវ៉ាន់នី អាកែនិយាយថាសិនឈើស្អីនោះបន្លំធ្វើជាស្នាខ្លាំង ជាងសឹងយើងមិនចាំបាច់ទៅហត់ដល់សឹង យើងក៏ចាំតែ ខ្ញុំចង់ជប់សឹងឆាម្ដងទៀតបើទៅខ្ញុំចង់ឲ្យគេចូលរួមជាងសឹងទៀតព្រោះម្នាក់ដែលខ្ញុំសម្បឹងគឺសម្បត្តិភាពនាំគេចូលគ្រួសារចាញ់តែម្ដង អ្នកនាងចាំនិយាយពីអីគេគ្រាន់តែជាកូនប្រសាគេបោះបង់ចោលគេមិនមែនស្នាខ្លាំងទឹកទេ អញ្ចឹងឲ្យបានជាខ្ញុំត្រូវគេគេមានសមត្ថភាពខ្លាំងហានលើមនុស្សទាំងឡាយជាងសឹងគ្រប់អាចធ្វើជាខ្ញុំអាចគេបានទៅជាកូនប្រុសរស់ឲ្យគេត្រូវការស្លាប់ឲ្យគេស្ដាយសឹងនោះបើគេមិនខ្លាំងខ្លាចមុខខ្លាចក្រោយតែខ្ញុំអត់ប្រយ័ត្ន តែបន្លំជាស្នាខ្លាំងអញ្ចឹងមិនមែនជារឿងតូចតាចទេមិនដឹងថាថ្ងៃក្រោយគេបង្ករឿងអីទៀតទេ មានរឿងអ្វីដែលឈឺជាងខ្ញុំរៀបការខ្លាចជាទេសកលជាងសឹងវិញត្រង់មកជាមួយម្ដាយខ្ញុំខ្លាចជារបស់ជាងសឹងវិញទៀតនោះមិនអញ្ចឹងខ្ញុំសុខចិត្តឲ្យសិនឆាបង្កបញ្ហាទោះចង់ក្រោយត្រូវស្លាប់ក៏វាមិនសោកស្ដាយដែរ យប់នេះអ្នកមានអំណាចក្នុងសមាគមទាំង4ជួបជុំគ្នាក្នុងសាលនិសិទទី2ដូច្នេះសាលនិសិទថ្ងៃនេះមិនបាក់ឲ្យអ្នកការចូលទេព្រោះខ្លាចគេចូលអរកាន់នាំបញ្ហាដល់យើងប៉ុន្តែអ្នកទាំង3ជាវត្តដែលប្រូស៊ីណែនាំយើងទទួលធម្មតាដូច្នេះកុំទើបតអីសូមចាំទីនេះតិចអ្នកប្រូស៊ីមកដល់ឥឡូវហើយ អរគុណណាស់ចា អ្នកប្រូស៊ីបុកមកធំមែនបងស្រីបងនិយាយទៅបងនឹងអាបងបាយចែកផ្លូវគ្នាហើយយើងអពិចារណាអ្នកប្រូស៊ីទៅ មិនហើយជាជាអ្នកប្រជិញចង់បានអីបាត់នឹងគេមិនត្រឹមតែជួយឯងជួយតែគ្រួសារសិនជាទៀតមិនដូចអាបំបាក់នោះទេស៊ីបាយើងប្រើរបស់យើងចង់ប្រើបំផាយើងទៀត បានហើយឥឡូវមិនមែនជាពេលនិយាយរឿងហ្នឹង សិតឈើ គេបន្តតាមែន ចង់ទៅណា ចង់និយាយស្អី ចង់ទៅតាមធំមែនទីមកដល់ទីនេះដល់ផ្លាយអី ចាំមិនតើសាសនាសិទ្ធិនេះគឺជាកន្លែងដែលខ្ញុំមិនបានមែនទេ ខ្ញុំមកនិយាយធ្វើភ្លឺអីសោះដល់ឯងតាមត្រង់ចុះឯងបន្លំជាសេនាខ្មៅលៀបយកជំនួសគ្រួសារសិនរឿងនេះដឹកលឺគ្រប់ទីកន្លែងឯងយល់អស់យល់កន្លះនេះសាបញ្ញាបកុលជំនួសសម្រាប់គ្រួសារសួរមកវិញមិនចឹងទេយប់នេះយើងនឹងយកជីវិតឯងយប់នេះប្រធានសមាគមទាំង4រូបចង់ជួបអ្នកធំម្នាក់ពេលវេលាសម្រាប់ឯងមិនច្រើនទេត្រូវក្តាប់ឱកាសនេះឲ្យបានល្អអ្នកធំមែនហើយទោះប្រធានសមាគមទាំង4ជួបគ្នាត្រូវគ្រប់ពេលដែរប្រធានសមាគមត្រូវគ្រប់ពេលទៀតឬមួយជាអាយ៉ាមិនមែនជារឿងឯងត្រូវឈឺឆ្អាលទេឆាប់ចូលទៅបាទ ខ្ញុំហ្នឹងឯងបន្លំខ្លួនធ្វើជាស្នាខ្មៅខ្ញុំលើកយកជំនួយរបស់គ្រួសារសិនណា មិនអត់ទេ ដល់ខ្ញុំគិតថាឯងមានកំណត់វិញហើយអស់ចាស់ជាងមុនទីបំផុតឯងគ្រាន់តែជួយចាំស៊ីបាច់បោកឆ្នាំឯងថប់ទីណាស៊ីក្នុងគ្រួសារស៊ូតែបាក់របស់គ្រួសារស៊ូគេបន្លំជាសេនាខ្លាំងអំផានគេឈ្មោះតកូនស៊ូដំណាងយកជំនួយតកូនស៊ូទៀត ប៉ុន្តែពេលខ្ញុំចេញទៅខ្ញុំយកជំនួយទៅវិញព្រោះថាតកូនស៊ូមិនសោះសំទៅតាមចំណាយសាំដាខ្ញុំទេហើយតែបានជាអ្នកទាំងអស់គ្នាមានអាងថាខ្ញុំនេះមិនមែនជាស្នាខ្មៅទេ នៅធ្វើពុតទៀតមិនឆ្លងកញ្ចក់មើលមុខមាត់ខ្លួនឯងទៅតែខ្លួនជាសេនាខ្លាំងឯងអត់ទេ ខ្ញុំទៅប្រកាន់រូបខោទៀតមិនដឹងស្លាប់រួចអសោះខ្ញុំប្រាប់ឯងតាមត្រង់ចុះដើម្បីឯងប៉ុណ្ណឹងយកមកនេះអ្នកប្រូស៊ីគាត់បានទៅវារឿងអស់ទៅហើយសេនាខ្មៅគាត់ប្រកាសគឺនៅឯទីជីឯងនោះមិនពាក់ព័ន្ធជាមួយឯងទាស់តែសោះឯងទៅទេ អ្នកប្រូស៊ីស៊ីជឿ ហើយហើយអ្នកប្រស៊ីជាមន្ត្រីជាន់ខ្ពស់ដែលសេនាខ្លាំងចាត់តាំងឯងនឹងជាសេនាខ្លាំងក៏មិនមែនគាត់តែនោះគឺនឹងបាត់ទៅហើយ ខ្ញុំគឺជាស្នាខ្មៅឬក៏មិនមែនចាំបាច់សុំការតែងតាំងពីស៊ីជឿដែរហើយមិនយ៉ាងវិធីតើវាជាស្អីទៅដល់ថ្នាក់ឲ្យខ្ញុំនេះជាអ្នកចាត់ចែងវាផង ង មក ំធ្វើពុតទៀតសិនជើខ្ញុំប្រាប់ឯងរឿងឯងបន្លំជាសេនាខ្មៅនឹងលៀបយកជំនួសទៅកោសិនអត់តែអាចធ្វើឯងស្លាប់ប្រហែល100ដងទៅហើយដំណាក់កាលនេះឯងថាតែមើលបើយើងដឹងទៅគ្រួសារសិនហើយដឹងទៅដល់អ៊ីនជាគ្រូសេនាខ្មៅខ្លាំងខ្លាយនឹងលោកឈូខ្លាំងខ្លាយនៅមានផ្លូវរូបដែរទេ ឥឡូវចេះខ្ញុំផ្ដល់ចំបងដល់ឯងណាពេលនេះឯងឆាប់ឡើងទៅប្តឹងអ៊ីនជាគ្រូព្រីមទៅប្តឹងគ្រួសារសិនទៅចង់ដឹងថាតើពួកគេអាចជីវិតខ្ញុំយ៉ាងម៉េចឯងកុំស្ដាយទៅពួកខ្ញុំអត់សមណាបើសិនជាមានពេលទំនេរទៅផ្លូវក្រៅសម្រាប់តកូនស៊ូវិញទៅល្អជាងបើគ្មានអ៊ីនជាគ្រូគ្រប់គ្រងទេតកូនស៊ូនៅក្នុងកំឡុងពេល7ថ្ងៃច្បាស់ជាត្រូវរលាយហើយដល់ពេលនោះគេទៅយល់តែបានមករយៈពេល5ឆ្នាំនេះនឹងត្រូវបាត់បង់ត្រឹមតែមួយប្រភេទភ្នែកតែប៉ុណ្ណោះ ឬគេនិយាយថាម៉េចទេគេថាតកូនស៊ូយើងក្នុងកំឡុងពេល7ថ្ងៃទៅរូបរាងក្នុងតែពេលប្រជុំ ចេះតែខោហើយតែកូនស៊ូយើងនៅសក់រឿងអីទៅពីនោះអាគាត់អាចនឹង ខ្ញុំទេបើចង់ឲ្យគ្រួសារស៊ូនេះខ្ញុំនិយាយតែប្រហែលម៉ាត់ទៅក្នុងគ្រប់គ្រងហើយ នេះមិនចេះខ្មាស់គេសោះសិនជើខ្ញុំប្រាប់លោកតាមត្រង់យកនេះប្រធានពាណិជ្ជកម្មធំៗតែមួយរបស់ហៃសិននឹងមកដល់ស៊ូជើគឺនៅលើសារទីហៃសិនហើយស្អែកពួកគាត់នឹងសហការជាមួយក្រុមហ៊ុនទីជាអន្តរជាតិប្រពៃពិធីពាណិជ្ជកម្មក្រោយពេលប្រកាសចូលជាដៃគូរកស៊ីសំខាន់ដំបូងហើយនឹងខ្លាចជារបស់គ្រួសារស៊ូ ប្រធានសមាគមពាណិជ្ជកម្មទាំងមូលរបស់ហៃសិន មិនខុសទេយកនេះហៃសិនទាំងមូលទៅបាត់មិនបាក់ឲ្យអ្នកការចូលហើយតែអ្នកប្រុសស៊ីអាចនាំពួកយើងចូលបានក្នុងនាមជាភ្ញៀវកិត្តិយសបានជួបសភាពាណិជ្ជកម្មទាំង4មុនមានឱកាសនេះហើយអំណាចពេលក្រោយរបស់គ្រួសារស៊ូនឹងឈ្មោះទៅមុខអត់ដែលកំណត់អំណាចកាន់តែខ្លាំង ឯងមិនចាំបាច់នៅទីនេះរំលឹកពីប្រធានសមាគមពាណិជ្ជកម្មទាំង4ជាមួយខ្ញុំទេខ្ញុំប្រកាសជាដឹងថាយុគនេះពួកគេប្រកាសជានៅទីនេះពីព្រោះថាយុគនេះពួកគេគឺជាអ្នកជួយខ្ញុំមកទីនេះហើយចំណែកឯងវិញស៊ីជាម្នាក់នោះបើសិនជាគ្រួសារស៊ូពួកឯងបង្គោលពឹងផ្អែកធំបំផុតពេលនេះគឺពួកគេអញ្ចឹងខ្ញុំដាក់ពីពួកឯងទៅចឹងកុំអោបក្តីសង្ឃឹមខ្ពស់ខ្លាំងពេកជីវិតធ្លាក់ចុះមកវិញគឺមិនអាចទទួលយកបានទេពីព្រោះពាណិជ្ជកម្មពីថ្ងៃក្រោយនេះគឺអាចតំណែងជាមួយក្រុមហ៊ុននិងសហគ្រាសផ្សេងទៀតបានគឺជាគ្រួសារដែលមានផ្សេងទៀតប៉ុន្តែមិនមែនជាគ្រួសារស៊ូពលលោកទេ ហើយពិតជាស្អីក៏មាននិយាយដែរសិនជើហើយជាស្អីដែរទើបត្រូវសមាគមពាណិជ្ជកម្មទាំង4ជួយហើយសំមកវិភាគរឿងអ្នកប្រុសស៊ីថែមទាំងមានអះអាងថាពីពណ៌ពាណិជ្ជកម្មពាក់ព័ន្ធនឹងគ្រួសារស៊ូយើងទៀតហើយមានមុខស្អី មិនសោះគឺជាឯងគឺជាគេហើយនឹងស៊ីនអ៊ីនជីនឹងគ្រួសារស៊ូរបស់ពួកឯង បានហើយសិនឆាលោកដឹងថាលោកកំពុងនិយាយអីទេលោកដឹងថាពេលនេះលោកគួរឲ្យអស់សំណើប៉ុណ្ណាទេ5ឆ្នាំហើយសិនឆាហាក់ដូចលោកខ្លាចទៅច្បាស់ នេះចាំបាននេះថាម៉េច និយាយគ្មានពាក្យចាក់ខុសវិស័យអត់ក្នុងចិត្តខ្មៅមកណាកំសាក់គ្មានសមត្ថភាពមែន5ឆ្នាំនេះលោកដែលគ្រួសារសុំមិនសុខក្នុងចិត្តខាងវិស័យចង់តែដល់មុខមាត់តែហាក់ដូចលោកខ្លាចរឿងនេះមិនអាចសើចឆាប់បានលោកមិនចង់ឃើញគ្រួសារសុំបានល្អគួរចាំណាគ្រួសារសុំក៏បានចាប់លោក5ឆ្នាំដែរ
មើលថាគ្រួសាររបស់ពូមីង5ឆ្នាំទៅហើយណាគឺ5ឆ្នាំហើយគឺវិធីជួយគ្រួសារស៊ូរបស់ពូមីងមិនឲ្យកន្លែងជុំគួយមុនគឺគ្រួសារស៊ូពូមីងមិនได้ជិះចេញពីផ្ទះនៅមុខមហាជនគ្រួសារស៊ូពូមីងប្រកាសថាចង់ផ្លាច់ជុំមុនហើយនៅពេលនេះនាងគ្មានសិទ្ធិមកតកខ្ញុំនោះទេ គឺលោកមកដល់ដៃទៅទេនិយាយស្អីមិនក៏លោកតែថាមិនប្រអន់ក្បាលតែខ្លាចទៅច្បាប់ហ្នឹងមិនចង់លោកតែជាចាស់ទៅម្នាក់ខ្ញុំមិនខ្លាចបានដែរ មកដល់ដៃទៅនិយាយស្ដីមិនចេះគ្រប់ការលោកស៊ីនោះគឺចំណាត់ឆ្ងល់សម្រាប់វិធីជុំនេះខ្ញុំមិនបានធ្វើខុសហេតុទេខ្ញុំត្រូវ តែរ បាន ស៊ីនៅពីទីជុំនេះគឺអ៊ីនចាស់ជាអ្នកឲ្យមកទៅអស់គ្មានតែតទៅលោកសុបិបន្តិចពេលនេះលោកតែច្បាប់នឹងហើយនឹងវត្តនឹងទៀតហេតុអីក៏លោកមិនតទៅធ្វើស្គាល់ខ្លួនឯង អ្នកដែលមិនស្គាល់ខ្លួនឯងគឺជានាង ព្រមមានតែបែបនេះមានន័យអីទៅសមាជិកនឹងគម្រាមរឿងពួកយើងគឺមិនអាចកែប្រែដោយសារភាពដឹងរបស់លោកឡើយបានត្រឹមតែធ្វើឲ្យលោកខ្លាចជាទូកំភ្លែងលោកយល់ទេ បានហើយបងស្រីមកជាតិនេះគេមានកំណត់តែប៉ុណ្្នឹងឯងសិនជើខ្ញុំដាស់ខ្លួនឯងមួយម៉ាត់ពេលនេះប្រញាប់យកអំណោយរបស់គ្រួសារសិនទេមកមិនចាំពេកយុគនេះខ្ញុំនឹងយកជីវិតឯង មិនខុសទីមិនយកអំណោយនោះចេញមកតែនេះឯងក៏ចង់ចេញពីទីនេះអត់សោះ ចាំបានអំណោយរបស់គ្រួសារសិនមកមកគ្រួសារស៊ូរបស់ពួកឯងធំណា អញ ស្ដាប់លេងបងឯងថ្ងៃនេះទោះជាយ៉ាងណាបងឯងមិនយកអំណោយនោះចេញមកដែរ មិនខុសទេមិនលែងបានជាមួយនឹងឯងទេអំណោយមួយនោះគឺខ្ញុំបានជួយគ្រួសារស៊ូវិញហើយបើសិនជាពួកឯងចង់បានណាមិនលែងនោះទេតែទីជីងសុំយកមក ឡោះឯងក៏ លោកចង់បានអំណោយខែខុសកម្លាំងនោះដែរទេមិនមែនជារបស់លោកហេតុអីត្រូវលោកបាន ខ្ញុំបាននិយាយប្រាប់ឲ្យថាអំណោយមួយនោះគឺខ្ញុំជាអ្នកឲ្យទេឬនេះជាអ្នកមិនជឿស៊ីអ៊ីនជឿមួយម៉ាត់ក៏មិននិយាយទាំងអស់គ្នាជឿថាអំណោយនោះគឺជារបស់គេជឿតើនេះមានសមត្ថភាពបានចែកខុសត្រូវដែរទេ បងស្រីបងស្ដាប់នឹងបងនិយាយជាមួយគេចាស់ស្ដាប់អត់បានកាត់ដែរឥឡូវនេះខ្ញុំមើលទៅគេមានចេតនាបកករឿងជឿមកហើយអំណោយមួយនេះអត់ដូចជាមួយសុខមានតម្លៃដល់វាបើតាមចរិតរបស់គេតបជិះក៏មិនស្គាល់លុយច្រើនស្អាតដែរគេមិនទាំងប្រពលចេញមក លោកមិនមែនជារបស់ដែលលោកអាចទុកបានឡើយលោកដឹងពីលទ្ធផលដែលជាប់វាដែរទេ បើអញ្ចឹងមិនរំខាននឹងប្រធានស៊ូហត់ចិត្ត មិន ទេ ឃើញក្តាមមកឈូសមិនសក់ទឹកទេបើឯងរឿងនេះចង់ស្លាប់អញ្ចឹងថ្ងៃនេះខ្ញុំមកពេញបំណងឯងចុះ លោកឈុនអញ្ចឹងពិសាតែមិនដឹងថាប្រធានសមាគមទាំង4ពេញចិត្តដែរអត់ទេ ប្រធានសមាគមកំពុងតែរងចាំខ្ញុំមកលើកនេះគឺដើម្បីដាស់តឿនលោកកម្មវិធី In High Sun ជប់នេះត្រូវទទួលអ្នកធំម្នាក់អាចនិយាយបានថាដូចជារឿងព្រាងយ៉ាងចិត្តដូច្នេះលោកត្រូវតែរាក់ទាក់ឲ្យបានល្អកុំឲ្យមានចន្លោះខ្វះខាតឲ្យសោះបើមានអ្វីកើតឡើងមិនមែនដំណើរអគ្គនាយក In High Sun លោកអាចទទួលខុសត្រូវបានទេ បាត់សូមលោកឈុនទុកចិត្តចុះព្រោះអ៊ីអានខ្ញុំនេះជួយជីវិតមកទីនេះ បែបនឹងល្អហើយបើមើលតាមពេលវេលាលោកសិនគួរតែផ្ដល់ហើយបើជួបឯងនៅខាងក្រៅប្រហែលខ្ញុំមិនអាចធ្វើអីបានទេតែយប់នេះប្រធានសមាគមទាំង4របស់ High Sun ជុំគ្នានៅទីនេះយើង High Sun ទាំងមូលត្រូវបិទគប់អ្នកខាងក្រៅមិនអាចចូលមកបានឡើយតែឯងមុននឹងមកក្រោយនឹងមកបានជិះមកចំពេលនេះចូលមកក្នុង In High Sun តែខ្លួនឯងហើយមិនរត់លើសោះតែខ្លួនឯង អញ្ចឹងអ្នកដែលពាក់ព័ន្ធនៅទីនេះមិនមែនជាពួកឯងទេមែនទេ ពួកយើងសិតចាហើយជប់ស៊ូទៅបានទេឬមួយប្រធានសមាគមទាំង4របស់ឯងហើយមកទីនេះរៀបចំពិធីជប់លៀងដើម្បីអ្នកដឹកជញ្ជូនអាហារដូចឯង tôi chỉ đến trong cái chương trình là bây giờ đã chỉ chúng ta hạ sỏi mình đẹp hơn អូខេខ្ញុំមើលតែគេថាខ្លួនឯងស្លាប់ទៀតពេកហើយ សិនជើលោកតែបង្ករឿងដល់ដំណាក់កាលនេះមែនទេ chúng con រឿងនេះតាំងពីចាប់តាមជាកំហុសរបស់លោកអង្គក្បាលផងទទួលខុសមិនបានលោកចោះចាញ់តាមពីចំណេះ5ឆ្នាំទៅលោកមានរឿងអីមួយបានសម្រេចតែនេះលោកនៅប្រកាន់ការគ្រប់ខ្លួនឯងស្អីទៀតលោកតែជាជីវិតចូលក្នុងនេះទៅដល់ពេញចិត្តទេ áo chim tôi thấy cái mình sẽ áo chim áo các bạn cái tôi dùng mình bán áo chim cho trang cái dùng mình xong tê cô sa su cô niên người ta mình xong áo chim trang mới cho bạn tây cái mình xong tập hiện dùng vật trên tê មនុស្សរបស់គុណឯងនេះកែកអានណាជាជាកំពុងទុកអាការអនឡាញទុកមុខអនឡាញក៏មិនយក dẫn chơi chim lên mình trai can nên tôi cả thế ឡោមានឆានទៀតអត់ចាអញ្ចឹងយប់នេះយើងឲ្យឯងបានឃើញរូបរាងឯងលុបជង្គង់អង្វរយើងយ៉ាងម៉េចវ៉ៃមកនេះនិយាយចាបើខ្ញុំចាំមិនខុសទេយប់នេះប្រធានសមាគមទាំង4របស់ High Sun ជុំគ្នានៅទីនេះ In High ទាំង4នឹងត្រូវបិទអ្នកដែលគ្មានពាក់ព័ន្ធមិនឲ្យចូលទេមែនទេមិនខុសទេយប់នេះ In High Sun មិនទទួលភ្ញៀវអីទាំងអស់អញ្ចឹងទីនេះហេតុអីក៏មានម្នាក់ដែលមិនដឹងស្គាល់ចូលនិយាយញ៉ៃនៅទីនេះវាគឺ គេគឺជាមនុស្សអត់បានកម្មអ្នកដែលគូសាស៊ូខ្ញុំដឹងចេញពីផ្ទះកុំមិនដឹងថាឲ្យក្បាលចេញមកពីណាបើធ្វើអាក្រក់នៅទីនេះដែរ នេះមិនដឹងអាក្បាលចេញមកពីណាហើយនៅធ្វើរឿងអាក្រក់ទៀតតែយល់ចាលោកមិនតន់ទៅទីគេនៅគ្រួសារស៊ូបកស៊ីបកផឹក5ឆ្នាំមិនដឹងគុណទៅឲ្យទៅចុះបែរជាបកក្បាលមកខាងគ្រួសារស៊ូវិញម្សិលមិញគ្រួសារស៊ូខំធ្វើពិធីគប់កំណើតគេរួមជាមួយអ្នកក្រៅបង្ករឿងគួរឲ្យខ្លាចសឹងតែបន្លំជាអ្នកប្រត់ថ្លៃធ្នូដណ្ដើមយកអំណោយសំខាន់របស់គ្រួសារស៊ូទៀតផងហើយយប់នេះគេថំកន្ទុយពួកខ្ញុំមកដល់ In High Sun នេះគេមិនចង់ឃើញគ្រួសារស៊ូពួកខ្ញុំដល់ទេចេតនាចង់បបាក់មុខពួកខ្ញុំយល់ចាមនុស្សពលបែបហ្នឹងយប់នឹងបង្ហាញមុខនៅទីនេះលោកយល់ថាគេសោកដែរទេប្រធានចង់ប្រាប់តាមយប់នេះ In High Sun មានភាពពិសេសមកមិនឲ្យមានចំណុចប្រហោងកាត់ឡើងឡើយវ៉ៃសិនជើបើពេលនេះឯងលុបពីគុំរបស់យើងយកអំណោយគ្រួសារសិនចេញមកថាមិនត្រូវអារម្មណ៍ខ្ញុំល្អអាចឲ្យឯងរូបបានស្រួលបន្តិច rồi này chắc chúng ta mới thay dùng đi anh biết mà tập hiệp của chúng mình thay đó cũng được nào thế សិនជើលោកត្រូវដល់ម្នាក់បានដឹងមែនទេទោះជាចុងក្រោយអ្នកដែលពិបាកគឺជាលោកក៏លោកមិនព្រមថយដែរមែនទេតែពីមុនចេញជាគ្រួសារទាំងនេះគ្មានអ្នកណាចង់លោកស្លាប់ទេ chúng ta phải ta cho một chuyện thôi cái mình sẽ tê មិនដឹងស្លាប់លោកមែន បានឯងគ្រាន់បើនិយាយចៅលោកបានលឺនៅនៅមិនឆាប់ចាត់ការទៀតខ្ញុំចាំឲ្យលោកបបាក់ជើងគេទៅពីចោលឲ្យគេលុបជង្គង់និយាយជាមួយខ្ញុំបានចាប់គេទៅ chốt sân យ៉ាងម៉េចឯងនឹងមានអីចង់និយាយទៀត chúng tôi ban sản phẩm chơi từ ngày nay chừng mà những khăn chơi như cái ai bị chạy bán នេះគឺ នេះគឺប្រធានសមាគមទាំង4របស់ High Sun ពេលចាំពិធីជប់លៀងនៅ In High Sun ចាំមនុស្សយកលក្ខខណ្ឌជើងយកមកជើង លិខិតអញ្ជើញរបស់ប្រធានសមាគមទាំង4សិនជើខ្ញុំស្មានថាឯងថាប្រធានសមាគមទាំង4អញ្ជើញឯងគឺគ្រាន់តែនិយាយប្រេះដាស់ស្មានដល់ថាបានត្រៀមពាក្យទុកជាមុនរួចទៅហើយសឹងតែត្រៀមឧទាហរណ៍មួយនេះរួចទៀតធ្វើការគ្រាន់បើមើលទៅឯងដើម្បីយប់នេះពិតជាខំប្រឹងណាស់តែមិនក៏ខ្ញុំចាំបានថាមក In High Sun នេះត្រូវការសម្បត្តិអញ្ជើញដែរលើចា In High Sun ពួកលោកមានច្បាប់នេះដែរទេបានមានទេស្ដាប់ឮទៅសិនជើបើរកមនុស្សមកបន្លំជាប្រធានសមាគមទាំង4វាគួរឲ្យជឿជាងរបស់មួយនេះទៀត នៅលើលក្ខខណ្ឌជើងនេះមានតារបស់សមាគមពាណិជ្ជកម្មទាំង4របស់ High Sun ព្រឹកខ្លាយៗបើមើលទៅគេដឹងហើយ តារាសមាគមទាំង4របស់ High Sun មានកិច្ចការភាពណាស់លោកចាលោកនៅមិនឆាប់បើលិខិតអញ្ជើញពិនិត្យឲ្យបានល្អទៀតបើសិនជាជនអត់បានការដែលត្រូវគ្រួសារស៊ូបណ្ដឹងចេញពីផ្ទះគឺជាភៀវដែល In High Sun ពួកលោកត្រូវទទួលយុគនេះអញ្ចឹងពិតជាអស្ចារ្យណាស់មិនចាំបាច់ទេជនបោកស៊ីបោកផឹកបែបនេះដាច់ខាតមិនមែនជាភៀវសំខាន់ In High Sun យ៉ាងឡើយកុំអីចាំបើក្នុងនឹងពិតជាមានតារារបស់សមាគមទាំង4មែនគ្រាន់តែជារបស់ខ្លាយៗតែប៉ុណ្ណោះទេ នេះ
ខ្ញុំដាក់ទីលោកបានច្បាស់លោកជានាយកណាបើសិនជាលោកខាញ់លិខិតអញ្ជើញនេះហើយលទ្ធផលលោកមិនអាចទទួលខុសត្រូវបានទេ មែនហើយនាយកចៅលោកបានលឺហើយហ្នឹងពេលកំពុងតែដាស់តឿនលោកហើយមិនចាំបាច់ទេបើខ្ញុំស្ដាប់តាមគេទើបជារឿងកំ ប្លែកចៅអ៊ីខ្ញុំច្រើនឆ្នាំនេះលោកថាជាមនុស្សមានបទពិសោធន៍នៅក្នុងសង្គមនៅស៊ូជើនេះខ្លះដែររាប់ទៅក៏ទុកថាមានមុខមាត់ដែរច្រើនឆ្នាំមកនេះជួបលៀងអីដែលមិនធ្លាប់ជួបនោះមនុស្សអាក្រក់ប្រភេទឯងនេះក៏ហ៊ានមកគំរាមខ្ញុំដែរ មិនដល់ថ្នាក់គម្រាមនោះទេគ្រាន់តែចង់ដាក់ទិញដូចជាល្អតែប៉ុណ្ណោះតែបើជាលោកខាញ់វាចោលអញ្ចឹងគ្មានអ្វីត្រូវនិយាយទៀតទេ គ្មានអីត្រូវនិយាយមែនទេបានចូលទៅបាយបបាក់ជើងគេចោលទៅ ហេ Hello លោកសិនខ្ញុំគឺឈិនឈិនជឺសូមសួរថាពេលនេះលោកមកដល់ ដល់ ស្ថានភាពហើយសិន ពេលនេះកំពុងតែនៅសារធំជាន់ទី1របស់សន្តាគារប៉ុន្តែមានរឿងកើតឡើងតិចតួចនាយកសារធំរបស់អ៊ីនហើយសិនពូលោកដូចជាមានបញ្ហាជាមួយខ្ញុំទេ ទេបណ្ដោះទៅដល់ឲ្យពួកគេស្លាប់ធំយ៉ាងហ្នឹងលោកឈិនចាំមកផ្លែតាមនាទីទៀតខ្ញុំទៅដល់ហើយ 3នាទីបើសិនជាលោកមិនចង់មកទេពិធីជប់លៀងនៅយប់នេះគឺត្រូវបញ្ចប់ហើយណា បាទយ៉ាងម៉េចមើលរូបរាងឯងប្រធានសមាគមទាំង4ទូរស័ព្ទឯងហើយលោកឈិននិយាយអីមែនទេ លឺហើយបាទ នេះគឺសមត្ថភាពអ៊ីនហើយសិនពួកលោកធ្វើការមែនទេនៅមិនឆាប់ចុះទៅជាមួយខ្ញុំទៀតទៅស្វាគមន៍លោកឈិន បាទខ្ញុំទៅទូរស័ព្ទរបស់មិញនេះគឺឈិនចិញ្ជឺជាអ្នកខំមក ឈិនជឺហើយចង់ថាគឺថ្នាក់ដឹកនាំពិភពជំនួយប្រធានឈិនឈិនជឺមែនទេ មិនខុសទេ ណាស់ប្រធានឈិនគឺជាបុគ្គលទី1ក្នុងពិភពជំនួយមនុស្សគ្មានតម្លៃដូចជាឯងអាចនិយាយបានដែរខ្ញុំមើលទៅយប់នេះឯងយល់ថាអាយុបែបនេះហើយចាប់គេទៅ គឺមិនដល់3នាទីផងពួកអញចាំមិនបានទេ ឯងគ្រាន់បើមិនចម្លែកទេដែលឯងអាងបែបនេះប៉ុន្តែទីនេះគឺមានហើយសឹងជាសន្តាគារលំដាប់កាយ7នៅស៊ូជើមិនទាន់ដល់ពេលឯងមកឯងអាងទេហើយគ្រប់គ្នានៅផ្នែកសន្តិសុខទាំងអស់មកមិនចេះស្មានកម្លាំង សិនឈ្មោះលោកពិតជាគ្មានឆ្នាំព្យាបាលទេ កាចាប់គេទៅចៅអ៊ីហើយខ្លាំធំណាស់ប្រធានឈិនប្រធានគួមិនបានអ្នកទៅពីមក បើខ្ញុំមិនមកទេមិននឹងអាចបានឃើញលោកធ្វើរឿងទាំងនេះទៅ រឿងល្អប្រធានគួយកនេះខ្ញុំធ្វើការមិនបានល្អឲ្យមនុស្សមិនដឹងស្លាប់រូបអ្នកនេះចង់ឲ្យហើយសឹងបានតែលោកទុកចិត្តចោះខ្ញុំមិនដឹងគេចិត្តលៀងមនុស្សភ្នែកខ្វាក់ប្រធានឈិនលោកបានន័យថាម៉េចជឿចិត្តប្រធានឈិនគាត់ទៅឈិនជឺនៅស៊ូជើ គួរអ៊ីអាននៅអ៊ីហើយសិន សូមគោរពលោកឈិន នេះ ពេលនេះគាត់គឺជាប្រធានឈិនមិនទាំងអាច ក្រោយឡើង លោកសិនខ្ញុំមកយូរហើយសូមលោកដាក់ទុកខ្ញុំមកចុះ គួរអ៊ីអានប្រធានគ្រប់គ្រងនៅអ៊ីហើយសិនសូមលោកសិនដាក់ទោសមកជុំប្រធានគ្រប់គ្រងអ៊ីហើយសិនលោកក៏ចាំមិនដែរនាយកគ្រប់គ្រងសារធំម្នាក់នេះមានទុកលិខិតរបស់លោកដែលជាលិខិតគ្មានតម្លៃហើយចង់តាមតែប្រចិត្តហើយថែទាំងទុកជីវិតមនុស្សដូចជាសម្រាប់គេចង់ចាប់ខ្ញុំឲ្យបបាក់ជើងរបស់ខ្ញុំទៀតប្រធានគ្រប់គ្រងអ៊ីហើយសិនលោកនេះខ្ញុំមិនអាចហ៊ានដាក់ទោសលោកបានទេឯងមនុស្សចង់មកសិទ្ធអីនេះ ប្រធានគួខ្ញុំ ឯងដឹងថាយើងធ្វើស្អីខ្លះដែរទេ ប្រធានគួខ្ញុំបានធ្វើតាមការផ្ដាច់តាមលោកហើយមិនស្មានថារឿងបានបែបនេះទេខ្ញុំ វ៉ៃអូក្បាលវាចេញទៅហើយចាប់ពីថ្ងៃនេះតទៅដេញវាចេញពីក្នុងហើយសិនព្រាមហើយប្រកាសទូទាំងហើយសិនថាមនុស្សម្នាក់នេះមិនប្រកាសជារឿងរហូត ប្រធានគួលោកមិនអាចធ្វើបែបនេះដាក់ខ្ញុំទេប្រធានគួ លោកសិនយប់នេះអ៊ីហើយសិនពួកខ្ញុំរយៈតែលោកមិនបានល្អក៏យ៉ាងខ្ញុំគ្មានពីនិយាយទេខ្ញុំសុំទោសលោកផងជុំមួយសន្លឹកនេះគឺជាការខ្មៅរបស់ពួកយើងគឺសង្ឃឹមថាលោកនឹងទទួលយកថ្ងៃក្រោយលោកជាភ្ញៀវដ៏ខ្ពង់ខ្ពស់បំផុតរបស់ហើយសិនមើលទៅយប់នេះឯងគ្មានសមត្ថភាពយកជីវិតខ្ញុំនោះទេ ហើយហាមួយហើយចង់យកជីវិតរបស់លោកឈិន ខ្ញុំប្រាប់ហើយតាបើចង់ខ្ញុំថយគេគ្មានសិទ្ធិពេលនេះបានឃើញហើយ ខ្ញុំ ជុំខ្ញុំឡើងទៅ លោកឈិនមនុស្សទាំងអស់នេះ មិនស្គាល់ទេ យល់ហើយគួរអញអានយកមនុស្សទាំងនេះទាំងអស់នេះបោះស្បាឲ្យស្អាត បើ លោកសិនជួយខាងនេះ បានពួកឯង អតិថិជនថ្ងៃស្អែកលោកខាងសមាគមទាំង4ជួយណែនាំខ្ញុំ គ្រាន់តែជួយណែនាំគ្រូសាស្ត្រពីជននៅស៊ូជើថែមទៀតប៉ុណ្ណោះឯងជាកូនប្រុសរបស់ស៊ីឈឺយិនពួកយើងមិនបានទុកមុខមាត់ឲ្យទៅអូមកគឺគ្រូសាស្ត្រស៊ីសំណងហើយដល់គ្រូសាស្ត្រសិនមើលឃើញក្រោយជាម្ចាស់ផ្ទះរៀបចំកម្មវិធីនិយាយចំពោះគ្រូសាស្ត្រស៊ីរបស់ឯងនេះគឺជាប្រាក់កម្រងមានដែរទោះជាចាប់ជាប់ក៏មិនអាចមួយជំហានដល់លើមេឃបានដែរ ប្រកបទេស៊ីឈឺជិនប្រឹងរកស៊ីនុយហត់ច្រើនឆ្នាំថ្ងៃនេះទៅដល់ពេលទទួលផលដែរ បើគ្មានរឿងអីផ្សេងទេឯងឲ្យទៅបត់ហើយ បាទអញ្ចឹងខ្ញុំនិយាយសិនហើយ ប្រហែលជាលោកសិនទៅដឹងប៉ុន្មានហើយជីជាការទៅផ្ទះសាមមកនេះប្រាប់ថាបើទទួលលោកសិនម្នាក់នោះហើយ ចាំបាច់ក៏បិទប្រញាប់ជួយចូលបោះ ជួយ ឬថាបុគ្គលសំខាន់ក្នុងយុគនេះសូមអុយតាចាត់ទទួលអ្នកនេះក៏គ្រប់ពេលដែរខ្ញុំមានសំណាងបានជួបគេអន្តរាជនៅអ៊ីនជាជីជីនៅលើលោកនេះអាចមានអំណាចធ្វើឲ្យពួកអ្នកនេះគ្រប់យ៉ាងខ្ញុំមិនជឿដល់កាត់នេះហើយស្គាល់ពីមកត ពួកឯង ពួកលោកចង់ធ្វើអី ជួយពួកគេប្រមាណនេះចេញព្រៀងទៅ ចុះសិនប្រធានពួកខ្ញុំជាភ្ញៀវរបស់អ្នកប្រុសស៊ីអ្នកប្រុសស៊ីជើងចំមកលោកប្រកាសថាដឹងពួកខ្ញុំចេះ ស៊ីអ៊ីនជឿ មែនគាត់ជាអ្នកប្រុសរបស់គ្រូសាស៊ីហើយជាអគ្គនាយករងរបស់ជំនឿនៅសួរជើងឋានៈអ៊ីនហៃសិនពួកលោកនៅសួរជើងក៏គិតថាមិនធម្មតាដែរគួរតែទុកមុខឲ្យគាត់ខ្លះ អ្នកប្រគ្រូសាស៊ីយូរងអ៊ីនឈីនៅសោជើប្រៀបធៀបជាមួយនឹងជាលំដាប់របស់អ៊ីនហៃសិនពួកយើងយុគនេះទុកជាស្អីដែរទៅនៅចង់ឲ្យយើងទុកមុខឲ្យគេទៀត លោកមានន័យថា មានន័យអីទេពួកឯងទៅប្រមាណអ្នកបើមិនចេញទៅវិញទៅខ្លួនឯងទេខ្ញុំនឹងឲ្យពួកគេជួយពួកឯងចេញទៅវិញជាមិនខាននោះទៀតលោកហើយមិនយ៉ាងទៀតពួកឯងទៅប្រមាណអ្នកចាប់ពីថ្ងៃនេះតទៅអ៊ីនហៃសិនពួកយើងលេងទទួលទៀតហើយ
ប្រធានគួរលោកត្រូវគិតឲ្យច្បាស់គ្រូសាស៊ូខ្ញុំនឹងទទួលបានសមិទ្ធផលសហការជាមួយនឹងក្រុមហ៊ុន NTR អន្តរជាតិឆាប់ៗនេះហើយនៅមានការជួយពីអ្នកប្រុសស៊ីទៀតលោកដើម្បីតែគ្រូសាស៊ូពេញចិត្តពីផ្ទះលែងទុកមុខរាប់ជាមួយនឹងគ្រូសាស៊ូក្រុមរបស់ឯងឲ្យបានល្អលោកម្នាក់នោះប្រធានជនគោរពខ្លាំងណាស់គឺនៅលើពួកឯងទៅទីល្អមានហើយសិនដល់សែនល្អបញ្ជីយប់នេះខ្ញុំនឹងចាប់ទុកពួកយើងតែមានភ្នែកអត់ប្រសើរទៅតែខ្លួនឯងជួយផងនេះលោកសិនពួកយើងដល់ហើយនេះជាបន្ទប់ដែលប្រធានសមាគមទាំង4កក់សម្រាប់លោកសូមចាំមកផ្លែជួយនេះជាស្រាក្រហមដែលពួកលោកបានកក់ទុកបានដាក់រៀបរាល់ការពិតជាស្រាសោះលោកទុកត្រង់ហ្នឹងហើយសូមចេញពីសាររីរីមើលទៅលើកនេះមិនបានជួបបុគ្គលសំខាន់តែរីរីមិនព្រមទៅមិនមែនកំពុងរងចាំជួយចិត្តមកដល់ទីដឹងម្នាក់នោះអាចទទួលបានការគោរពពីប្រធានសមាគមទាំង4បែបនោះខ្ញុំក៏មានចិត្តចង់ជួបចង់ឃើញគេដែរក៏ប៉ុន្តែឯងគ្មានសិទ្ធិជួបមុខគេដល់ត្រង់ទីប្រធានចឹងនិយាយទៅប៉ុន្តែការប្រជុំនៅថ្ងៃស្អែកអ្នកនោះក៏បង្ហាញមុខដែរដល់ពេលនោះយល់ដល់ឪពុកឯងពួកយើងនឹងឲ្យឱកាសណែនាំទៅឯងមួយអញ្ចឹងការប្រជុំថ្ងៃស្អែករកខាងដល់ប្រធានទូគ្នាហើយបត់ហើយទៅចុះបើការប្រជុំដេញថ្លៃប្រើតំណែងតាចាស់ទាំង4នាក់នេះឈោងទៅដល់បុគ្គលសំខាន់ម្នាក់នោះគ្រូសាស៊ីខ្ញុំនឹងត្រូវថែមខ្សែរយៈខ្លាំងមួយទៀតហើយលោកបានមានតំណែងការសិក្សាជាមួយគ្រូសាសិនទទួលបានភាពសំខាន់ពីគ្រូសាសិនអាឡូអ្នកប្រុសអ្នកប្រុសចេញមកទៅពួកខ្ញុំមិនត្រូវមនុស្សឯងហើយសិនពេកចេញមកមិនអាចទៅលោកសិនសូមជួយចូលប្រធានសមាគមហើយសិនទាំង4សូមគោរពលោកជំរុំជិញ្ជីមិនបាច់ត្រូវទៅទេហើយខ្ញុំថាលោកសិនទៅបានហើយនេះអញ្ចឹងជួយលោកសិនចូលកន្លែងជួយអង្គុយទៅលោកសិនជួបគ្នាលើកនេះសំខាន់គឺចង់ឲ្យរឿងខ្លះនៅក្នុងកម្មវិធីដេញថ្លៃបញ្ជាក់បានច្បាស់លាស់បន្តិចនេះយើងមិនចង់មិនដឹងថាថ្មីនេះលោកសិនបានសម្លឹងឃើញសហគ្រាសរកស៊ីជាមួយហើយនឹងខ្ញុំយល់ថាជីសិននៅសោះចឹងម្ដងទេពួកលោកយល់យ៉ាងម៉េចដែរជីសិននៅសោះជើបើសិនជាបាននេះចឹងប្រធានចឹងនៅសោះជើម្នាក់នេះក៏ទុកថាមានសមត្ថភាពពូកែដែរមិនខុសទេគេនៅក្មេងសាងគ្រប់ហ៊ុនដល់ដៃទៅទេដល់ពេលទៅ5ឆ្នាំក៏អាចឈានដល់កម្រិតនេះបានច្បាស់លាស់បងច្បាស់នឹងហើយពួកយើងនិយាយជីសិនធ្វើដៃគូកំណត់ការដេញថ្លៃនៅថ្ងៃស្អែកនេះបើអញ្ចឹងការរកស៊ីតម្លៃ20,000លាននោះក៏ប្រកបឲ្យជីសិនទាំងអស់ដែរអញ្ចឹងគ្រូសាស៊ូនៅសោះចឹងនោះគ្រូសាស៊ូមិនសមទេយល់ហើយពេលនេះមើលទៅដែលសង្ឃឹមផលិតគ្រូសាស៊ីចង់ឲ្យពួកយើងមើលថែគ្រូសាស៊ូថ្ងៃស្អែកនេះឆ្លើយតបប្រយោជន៍ទេអត់ប្រយោជន៍ក៏អត់ទៅគ្រូសាស៊ូនឹងមានបុកអីទៀតគ្រូសាស៊ីលោកសិនមិនដឹងទេមុនពេលលោកមកដល់អាឡិតគ្រូសាស៊ីនៅសោះជើងនោះបានមករកពួកខ្ញុំប្រហែលអ្នកឲ្យពួកខ្ញុំនៅក្នុងពិធីដេញថ្លៃថ្ងៃស្អែកជួយមើលថែគ្រូសាស៊ូប្រហែលអ្នកនោះផងលោកសិននេះជាលក្ខណៈជើងការប្រជុំដេញថ្លៃថ្ងៃស្អែកលោកទទួលទៅលក្ខណៈជើងមិនខុសទេនេះគឺជាលក្ខណៈជើងជីហោគឺជានិមិត្តរូបដំណើរពិធីដេញថ្លៃទាំងមូលជាកន្លែងដែលខ្ពស់បំផុតនៅក្នុងពិធីក៏មានតែមួយគត់តែហងឆ្នៃមុតសម្រាប់លោកគឺសម្រាប់មើលឆាកទាំងមូលជាកិត្តិយសប្រដាប់លោកបានអញ្ចឹងខ្ញុំទទួលចុះការពិតគឺជារបស់លោកក្រោយពេលចប់ពិធីដេញថ្លៃពលលោកទាំង4តែគិតយ៉ាងម៉េចដែរពួកយើងនឹងខំប្រឹងប្រែងធ្វើកិច្ចការនៅក្នុងពិធីជប់លៀងស៊ីសៀវឲ្យអស់ពីសមត្ថភាពដល់ពេលនោះអត្រីគ្រួសារធំនឹងដល់សោះជើងដើម្បីមកចូលរួមពិធីជប់លៀងមួយនេះបានប៉ុន្តែព្យាយាមគុំទម្លាយព័ត៌មានអត្រីនៅសោះជើងសោះកុំឲ្យគេដឹងបាទអ៊ំសិនតែនេះជារឿងដែលខ្ញុំគួរធ្វើខ្ញុំគ្រាន់តែចង់ឲ្យជាកាត់បន្ថយសម្ពាធខ្លះតែប៉ុណ្ណោះម្យ៉ាងទៀតប្រហែលឆ្នាំមកនេះទៅមនុស្សនៅក្បែរខ្លួនដល់ទឹកតែហើយជាមានអារម្មណ៍ហត់នឿយហើយអរគុណជាពួកយើងមិនគួរគេឆ្ងាយបែបហ្នឹងទេនៅតែអ៊ីនជីយល់ពីជំនឿពួកយើងមិនដូចតាមសៀននោះគ្មានអ្នកស្កាទេជួយមិនបានក៏ឲ្យទឹកចោះនឹងនាំរឿងរបស់ពួកយើងទីពួកយើងថយក្រោយទៀតហើយយោជំនឿគួរតែស្គាល់លោកលឿនជាងនឹងនាំគ្រូសាស៊ូយើងដល់តែការទីពោះពេលនេះក៏មិននិយាយដែរមែនដែរទេសិនឆាខ្ញុំមិនធំដកបងឲ្យដូចអ៊ីនជីអាចជួយអ្វីខ្ញុំបានទេតែបងសុំបីតែកុំប៉ះពាល់ការងារខ្ញុំក៏ធ្វើមិនបានឆ្នាំមកនេះបងមិនកាត់ការគ្រប់យ៉ាងខ្ញុំមិនច្បាស់ជាអ្នកណាទាំងអស់ហេតុអីក៏បងនៅតែប្រឹងធ្វើពុតទៀតសិនឆាអតីតអ្នកមុននៅថាគ្រូសាស៊ូពួកយើងចុះពិធីដេញថ្លៃបានទៀតពេលនេះខ្ញុំចាំមើលចាំដល់គ្រូសាស៊ូពួកយើងខ្លាចជាអ្នករកស៊ីជាមួយអ៊ីនជីមុនគេសិនឆាម្នាក់នោះធ្វើទឹកមុខចាំមិនគេគឺជាទីមួយមកជាតិនេះមានតែសមត្ថភាពតែប៉ុណ្ណឹងមែនហើយគាត់មានកំណត់តែប៉ុណ្ណឹងសិនឆាពួកយើងកាត់មិនមែនជំនុំផ្នែកតែមួយទេលែងយ៉ាជាមួយបងគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ខ្ញុំក្នុងជាតិនេះពីលើកមុននៅនាងចាំនៅក្រុមហ៊ុនជីងសឹងផ្ញើលិខិតអញ្ជើញប្រាប់ថាស្អែកចង់ជួបជាមួយលោកជាងប៉ុណ្នេះមានទេត្រូវនាងម្នាក់ណាដូចជាមានរឿងអីអញ្ចឹងបើសិនជាបានដឹងអញ្ចឹងជួបជាមួយនាងចុះបាទខាងជួបគ្នាយូរហើយលោកសិនមិនចាំបាននិយាយនោះទេគម្លាតពួកយើងជួបគ្នាកាត់ពីលើមុនក៏មិនយូរដែរអង្គុយទៅមិនដឹងថានាងជាងរកខ្ញុំមានកាយដែរទេជុំនេះពិធីដេញថ្លៃនៅសោះជើងលោកស៊ីនដឹងដែរទេនេះចង់សម្ដៅទៅលើប្រធានសមាគមហៃសិនទាំង4រួមគ្នាជាមួយក្រុមហ៊ុន NG អន្តរជាតិធ្វើពិធីដេញថ្លៃត្រូវក្រុមហ៊ុន NG អន្តរជាតិចង់បានឆ្លងកាត់ពិធីដេញថ្លៃលើកនេះឬយកកិច្ចសហការនៅក្នុងអគាររបស់ពួកគេជាមុនក៏ដោយសារតែបែបនេះក្នុងពិភពជំនួយក៏អនឡាញមកដោយសារតែបានលើកដំណឹងនេះពេលនេះទូទាំងសោះជើងអាចនិយាយបានថាជាកន្លែងសម្បូរអ្នកធំអស់ចាំមែនយប់នេះខ្ញុំចង់ចេញលោកសិនទៅជាមួយគ្នាដំណើរឲ្យជាងសិនចូលរួមកម្មវិធីមួយនេះថានេះក៏ជាខ្ញុំលោកមានគុណចំពោះជាងសិនជាចាក់សមត្ថភាពរបស់លោកនេះគឺលិខិតអញ្ជើញរូបសក្តិរបស់សមាគមទាំង4ពឹងលើលិខិតនេះអាចជាប់បំផាក់នៅក្នុងពិធីដេញថ្លៃប្រៀបជាមួយលិខិតអញ្ជើញធម្មតាលិខិតអញ្ជើញមួយនេះមានតម្លៃជាងភាគរយដែលទទួលបានផលគ្រប់ពិធីដូចគ្នាតែវាបានផលខ្លាំងជាងលិខិតអញ្ជើញសក្តិលិខិតអញ្ជើញភ្ញៀវគ្រប់ពិធីដេញថ្លៃមានភាពខុសគ្នាគ្រូពេទ្យតែមួយក៏អាចបែងចែកលំដាប់ភ្ញៀវកិត្តិយសដែលមកចូលរួមលិខិតអញ្ជើញនេះគឺជាលិខិតអញ្ជើញលំដាប់ខ្ពស់ដែលជាងសិនបណ្ដាមកបានយល់ហើយប៉ុន្តែនាងចេះហាក់ខ្ញុំមកប្រហែលជាមិនមែនដោយសារចូលរួមកម្មវិធីនឹងនាងចឹងទេមិនអត់ទេដែលជាលោកសិននេះគឺកងកាប់តែភាគហ៊ុន 5% ឡើងទៅរបស់ជាងសិនឲ្យទៅលោកសញ្ញេលោកនឹងខ្លាចជាម្ចាស់ភាគហ៊ុនធំបំផុតរបស់ជាងសិនហើយនាងចង់ខ្ញុំធ្វើជាម្ចាស់របស់ជាងសិននេះគឺជាសហគ្រាសដែលនាងចំណាយពេលអស់ទៅ5ឆ្នាំមកកើតឡើងដល់ផ្ទាល់ដៃតម្លៃនៅលើទីផ្សារប្រហែលជា7,000 លាន
ដែលមានបានជាឲ្យអ្នកក្រានម្នាក់ដែលបានជួបតែប្រហែលដងតែកណ្ដាលបែបនេះតើត្រូវទេ ប្រហែលលោកសឹងអាចមានជំរឿនមួយផ្សេងទៀត និយាយមិនចុះ រៀបការជាមួយខ្ញុំ ខ្ញុំត្រូវតាមមូលហេតុ ខ្ញុំចង់ឲ្យលោកសឹងជួយបំផ្លាញកិច្ចសន្យាមកគោលការណ៍មួយក្នុងកំឡុងពេលនោះខ្ញុំនឹងប្រអប់ពីសមត្ថភាពធានាផលប្រយោជន៍របស់លោកសឹងរាល់ការខូចខាតរបស់បងចាំមកមានខ្ញុំនឹងជិះសិនជាអ្នករ៉ាប់រង កិច្ចសន្យាមង្គលការ ខ្ញុំការក្នុងគ្រួសារចាស់នៅហៃសិនមានកិច្ចសន្យាមកគោលការណ៍មួយជាមួយឈីងសៀវលីងរបស់គ្រួសារឈីងនៅហៃសិនតែក៏បំណងគេខ្លាំងហួសពេកខ្ញុំអត់ចូលចិត្ត គ្រូសាឈីងនៅហៃសិនឈីងសេលី មិនសមមិនគេបានមករកខ្ញុំព្រោះ